បុរសម្នាក់បានធ្វើទឹកដោះគោជូតធ្លាក់លើខ្លួននាយិកាដោយអចេតនាធ្វើឲ្យនាងភ្ញាក់ផ្អើលស្ទើរតែដួលឃើញដូច្នេះគាត់ក៏ប្រញាប់ទាញនាងមកវិញតែបែរជាធ្វើឲ្យនាយិកាថាប់ខ្លួនឯងដោយអចេតនាទៅវិញមិនស្រឡាញ់ហើយតែមិននឹកស្មានថាពេលនោះកញ្ញាស៊ូទី2ក៏បានឃើញទស្សនវិជ្ជានេះចំពេលតែម្ដងនាងក៏យល់ច្រឡំថាបុរសនេះកំពុងតែបំពេញបងស្រីរបស់នាងក៏មានបំណងចង់បង្រៀនមេរៀនបន្តែមិននឹកស្មានថាពេលទុកកម្លាំងនាងបែរជាដួលទៅវិញហើយក៏ត្រូវបានបុរសនោះបំពេញម្ដងទៀតដែរទេខ្ញុំមិនបានចិត្តណាអ្នកឯងជាអ្នកឡើងមកខ្លួនឯងទេប៉ុន្តែមិនទាន់ទាំងកញ្ញាស៊ូទី2ខាងផងនាយិកាស្រីបែរជាកាត់អាការៈបេះដូងភ្លាមហើយសន្លប់បាត់ទៅឃើញស្ថានភាពប្រថុយប្រឋានបុរសនោះក៏ប្រញាប់កំចូលទ្រូងរបស់ពួកគេទាំងពីរចេញភ្លាមរួចចាក់ចូលទៅក្នុងចំណុចចាប់ដើមរំដោះសរសៃឈាមឲ្យនាយិកាស្រីវិធីនេះនឹងប៉ះពាល់ដល់សម្ពាធឈាមរបស់មិត្តយើងប៉ុន្តែมันអាចគ្រប់គ្រងបានទេរួចហើយការស្ទះសរសៃឈាមត្រូវបានរំដោះហើយប៉ុន្តែបើចង់ព្យាបាលឲ្យជាដាច់នៅត្រូវការវិធីព្យាបាលពិសេសទៀតខ្ញុំមានការងារបន្តិចខ្ញុំសូមទៅមុនហើយខ្ញុំត្រូវទៅផ្ទះត្រកូលចៅរកគូដណ្ដឹងរបស់ខ្ញុំចៅស៊ីលូបើបងស្រីអ្នកចង់តាមខ្ញុំឲ្យជាដាច់ឲ្យគាត់មកផ្ទះត្រកូលចៅរកខ្ញុំចុះអីយ៉ាមិនក៏អ្នកទៅបាត់ហើយបងស្រីខ្ញុំមិនទាន់អ្នកឈប់សិនបងស្រីអ្នកភ្ញាក់ហើយអ្នកទៅតែធ្វើឲ្យខ្ញុំភ័យស្លាប់ហើយខ្ញុំទៅតែមានរឿងអីអ្នកទៅតែសន្លប់ទៅគឺអាចឈួតនោះបងមិនក៏អ្នកមានជំងឺបេះដូងហើយក៏មិនប្រាប់អ្នកផ្ទះមួយម៉ាត់ផងរឿងនេះចាំនិយាយពេលក្រោយខ្ញុំកំពុងរងចាំលោកម្ចាស់នោះគាត់អាចព្យាបាលជំងឺខ្ញុំបានច្បាស់ជាអាចព្យាបាលលោកតាបានដែរមិនក៏អាចទៅរួចលោកតាមានជំងឺរ៉ាំរ៉ៃគ្រូពេទ្យល្បីប៉ុន្មានអ្នកហើយក៏គ្មានវិធីដែរគាត់គ្រាន់តែជាគ្រូពេទ្យតូចតាចដែលចេះតែនិយាយផ្ដេសផ្ដាស់ប៉ុណ្ណោះអាហោគាត់មិនត្រឹមតែល្មើសច្បាប់ទេគាត់ថែមទាំងនិយាយអួតអាងពេញមាត់ទៀតខ្ញុំប្រាប់អ្នកគាត់ទៅតែនិយាយអីទៀតដឹងអត់ថាចៅស៊ីលូនេះជាគូដណ្ដឹងរបស់គាត់ហឺទូត្រកូលចៅមិនអាចប្រៀបនឹងត្រកូលស៊ូយើងបានក៏មិនមែនជាអ្នកស្រែពេលគេម្នាក់នេះអាចឡើងឋានៈដល់ត្រកូលចៅបានទេចិត្តដល់ពេលបញ្ជូនខ្ញុំទៅត្រកូលចៅហើយខ្ញុំមានអារម្មណ៍ថាគាត់ជាអ្នកមានចំណេះដឹងខ្ពស់មិនធម្មតាជំងឺរ៉ាំរ៉ៃរបស់លោកតាទីបំផុតក៏មានសង្ឃឹមព្យាបាលជាហើយទៅអីយ៉ាស៊ូថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់កញ្ញាធំទេសយើងទៅសុំទាននៅវិឡាទៅភ្ជាប់ពាក្យចៅជាងដឹងថាខ្ញុំចុះពីភ្នំហើយនៅល្អណាស់តើអីយ៉ាមិនមានអីឆ្លងកាត់អាអ្នកសុំទានស្អុយឈប់ភ្លាមអ្នកណាគេនឹងស្អុយងាប់ហើយសុំទោសលោកយាយអ្នកគ្រប់គ្រងផ្ទះយកលុយ1000យ៉នឲ្យគេទៅកុំឲ្យគេបំផ្លាញរឿងភ្ជាប់ពាក្យចៅស្រីខ្ញុំលោកយាយយល់ច្រឡំហើយខ្ញុំមិនមែនជាអ្នកសុំទានទេខ្ញុំជាសិស្សរបស់លោកសិនយ៉ាងចេនរិនអ្នកជាសិស្សរបស់លោកចេនរិនមែនអូសូមអភ័យទោសដែលខ្ញុំពិតជាមានភ្នែកតែមើលមិនឃើញមែនមិនដឹងថាលោកចេនរិនសុខសប្បាយជាទេថ្មីនេះបាទលោកគ្រូរបស់ខ្ញុំគាត់បានហោះឡើងទៅជាទេវតាហើយនេះជាឋានសុគរមែនអត់នោះមិនមែនស្លាប់ទេអញ្ចឹងអ្នកមកផ្ទះត្រកូលចៅខ្ញុំធ្វើអីរឿងនោះកិច្ចសន្យាអាពាហ៍ពិពាហ៍កាលពីឆ្នាំនោះអាតុកកែមកពីណាហ៊ានរត់មកបង្កបញ្ហានៅទីនេះទោះមិនពីការក៏ឯងមិនសមនឹងចង់រៀបការជាមួយកញ្ញាចៅដែរថ្ងៃនេះជាថ្ងៃកញ្ញាចៅនិងលោកហេជាថ្ងៃមង្គលភ្ជាប់ពាក្យដ៏ធំខ្ញុំមើលទៅអាអ្នកស្រីនេះមកទីនេះដើម្បីបង្កបញ្ហាទេលោកយាយមានន័យយ៉ាងម៉េចលោកយាយកុំភ្លេចណាកាលពីឆ្នាំនោះត្រកូលចៅរបស់លោកយាយបានធ្លាក់ចុះគឺលោកគ្រូរបស់ខ្ញុំទេដែលបានជួយសង្គ្រោះត្រកូលចៅរបស់លោកយាយហើយកិច្ចសន្យាអាពាហ៍ពិពាហ៍កាលពីឆ្នាំនោះក៏ជាមីងរបស់លោកយាយបានអង្វរលោកគ្រូរបស់ខ្ញុំដែរទើបបានសន្យាទុកមែនទេមិនក៏ពួកអ្នកចង់បំពេញកិច្ចសន្យាទៅវិញអាអ្នកសុំទានស្អុយមើលទៅឯងក្រីក្របែបនេះក៏មិនសមនឹងរៀបការជាមួយខ្ញុំដែរឆាប់ទៅបាត់ទៅបើមិនអញ្ចឹងទេខ្ញុំនឹងអូសឯងទៅឲ្យឆ្កែស៊ីអាប្រុសស្អុយឯងហ៊ានណាស់តែដោយសារតែនារីរបស់ខ្ញុំតើអ្នកដឹងថាខ្ញុំជានរណាទេជាមួយនឹងអំណាចនិងកិត្យានុភាពនៃត្រកូលហឺរបស់ខ្ញុំនៅក្នុងទឹកដីតូចមួយនៃក្រុងទាំងនេះខ្ញុំអាចកិនអ្នកឲ្យស្លាប់បានដូចជាកិនលាឲ្យស្លាប់យ៉ាងងាយស្រួលហេសានអ្នកមិនបាច់បារម្ភទេចៅស្រីខ្ញុំនឹងនៅតែជានារីរបស់អ្នកជានិច្ចចំណែកអ្នកវិញយករបស់នេះទៅហើយចេញទៅភ្លាមនោះចាត់ទុកថាត្រកូលចៅបានសង្គុណហើយត្រកូលចៅដែលក្បត់គុណតើពួកអ្នកភ្លេចការសន្យាកាលពីឆ្នាំមុនហើយឬមិនខ្លាចទទួលកម្មពៀទេកម្មពៀអីខ្ញុំចៅស៊ីលូទោះខ្ញុំរៀបការជាមួយមន្ត្រីឬឆ្កែព្រៃតាមផ្លូវក៏ដោយ
ក៏មិនរៀបការជាមួយអ្នកក្រកំសត់ដូចអ្នកដែរ ចេញទៅភ្លាមទៅអាក្មេងស្ទៀវគ្រាន់តែជាកង្កែបចង់ស៊ីសាច់ហងប៉ុណ្ណោះនឹងមានតែនាំឲ្យខ្លួនឯងអាម៉ាស់មុខប៉ុណ្ណោះអាហេកុំភ័យគ្រាន់តែជាការចៃដន្យឲ្យប៉ុណ្ណោះគ្មានរឿងអីកើតឡើងផងបើចុះខ្ញុំបានប្រាប់ហើយដាក់ចិត្តលុបបំបត្តិអីវ៉ាន់សៀមចៅប៊ូហ្វេបានកំពុងតែចេញឈុតសាប៊ូកក់សក់ដែលកំពុងតែផ្ទុះខ្លាំងនៅក្នុង social media ខ្លាំងមែនទែនយើងបានធ្វើតេស្តជាមួយនឹងអតិថិជនរាប់រយជាពិសេសគឺទទួលបានផលគុណភាព feedback សាច់សាប៊ូកក់សក់បងប្អូនប្រជាជនខ្មែរបានស្រែកថាវ៉ាវគឺមានសភាពខាប់ក្រអូបទន់អ្នកដែលគាត់បានធ្វើការតេស្តប្រើប្រាស់គឺតសារមិនដាច់ពីមាត់គឺសំខាន់គុណភាពហើយក្លិនក្រអូបសាច់ខាប់ដូចទឹកដោះគោពពុះច្រើនលាងជម្រះក្អែលបានល្អបំបត្តិអង្គែជាពិសេសក្រែមបន្ទន់អេតជាមួយនឹង collagen serum វ៉ាវចំណុះរហូតដល់ទៅ500 ml តម្លៃត្រឹមតែ1ដុល្លារ 22,000 រៀលដែលមានតម្លៃធូរជាងអវ៉ាន់សៀមឆ្ងាយមែនតើសាច់សាប៊ូឡើងខាប់មានក្លិនក្រអូបឈ្ងុយអូនជាច្រើនដែលគាត់ធ្វើការប្រើប្រាស់តេស្តរាប់រយនាក់គឺគាត់បានទទួលជាមួយនឹងគុណភាពអីវ៉ាន់មួយដែលគាត់មិនធ្លាប់បានជួបគឺជំនួសបានដោយអីវ៉ាន់សៀមបងប្អូនមិនត្រូវការប្រើប្រាស់នឹងអីវ៉ាន់សៀមទៀតទេសាប៊ូកក់សក់ម៉ៃម៉ារ៉ូសមានលក់នៅក្នុងទីផ្សារទូទាំង25ខេត្តក្រុងបងប្អូនអាចធ្វើការដើររកទិញបានគ្រប់កន្លែងលក់គ្រឿងក្រអូបធំៗប្រើតែមួយឈុតនេះសក់នឹងភ្លឺរលោងបាត់អង្គែបាត់សក់ជ្រុះសក់បងប្អូននឹងភ្លឺរលាស់ពេញមួយថ្ងៃបើនិយាយពីក្លិនវិញឡើងក្រអូបឈ្នះអត់មានសត្រូវក៏ឲ្យពេញចិត្តគុណភាពក្លិនគេឡើងក្រអូបហើយសំខាន់ក៏ឲ្យសក់ឡើងទន់អូនដាក់ចិត្តបាយសាប៊ូសៀមអូនមិនធម្មតាទេអូនបងដាក់ចិត្តមកនេះបងស៊ូចំណេញតិចប៉ុន្តែលុបបំបត្តិអីវ៉ាន់សៀមឲ្យអស់ពីខ្មែរយើងអូនយើងដំណឹងល្អសម្រាប់បងប្អូនដែលគាត់ធ្វើការទិញបានជាមួយនឹងឈុតសាប៊ូកក់សក់ម៉ៃម៉ារ៉ូសបងប្អូនគ្រាន់តែកក់ទៅទទួលបានគុណភាពសក់ដោះបែបនេះបងប្អូនធ្វើការថតរូបបែបនេះជាពិសេសគឺទទួលបានគុណភាពមុនគេចែកប៊ូហ្វេនឹងផ្ដល់រង្វាន់ជូន$1000និងចោះជូនដល់បងប្អូនផ្ទាល់ដល់ទីតាំងតែម្ដងឈុតសាប៊ូកក់សក់ម៉ៃម៉ារ៉ូនេះបងប្អូនអាចធ្វើការថតរូបបែបនេះកាន់សម្បកដើររកទិញបានគ្រប់ផ្សារទូទាំង25ខេត្តក្រុងគ្រប់កន្លែងលក់គ្រឿងក្រអូបធំៗគឺមានទាំងអស់ឬក៏អាចឆាតមក page CEO ផ្ទាល់តើឆ្កែស្រ័យឥឡូវនេះអ្នកនៅមានអ្វីចង់និយាយទៀតទេចាំទុកមុខមាត់ពួកអ្នកទៅថ្ងៃក្រោយកុំមកអង្វរខ្ញុំឲ្យសោះពួកយើងជាត្រកូលអភិជនចៅអ្នកជាឆ្កែស្រ័យមានសិទ្ធិអីមកឲ្យពួកយើងអង្វរអ្នកល្អណាស់នាងកញ្ញាស៊ូយីអៀនពីត្រកូលស៊ូនៅក្រុងជាងត្រកូលស៊ូខ្លាំងជាងត្រកូលចៅរបស់ខ្ញុំមិនមែនមួយកម្រិតទេមនុស្សធំបែបនេះមិនក៏មកត្រកូលចៅរបស់ពួកយើងភ្ញៀវគិតយកមកដល់ហើយខ្ញុំប៉ាងប៊ីសឹងពីត្រកូលចៅលោកលីទីបំផុតខ្ញុំរកអ្នកឃើញហើយនាងកញ្ញាស៊ូមិនមែនអ្នកស្គាល់អាក្មេងស្រែនេះទេលោកលីគឺជាភ្ញៀវកិត្តិយសរបស់ត្រកូលខ្ញុំពួកអ្នកហ៊ានហៅគាត់ថាអ្នកស្រែភ្ញៀវកិត្តិយសរបស់ត្រកូលស៊ូមិនក៏អាចទៅរួចនាងកញ្ញាស៊ូខ្ញុំហឺសៅជាវពីត្រកូលហឺអ្នកនិងខ្ញុំសុទ្ធតែជាមនុស្សមានឋានៈខ្ពស់លោកលីខ្ញុំមានរឿងចង់ប្រាប់អ្នកឥឡូវនេះមានរឿងមួយដែលខ្ញុំចង់សុំឲ្យអ្នកជួយមិនដឹងថាអ្នកសុខចិត្តឬអត់ទេបានលោកយាយប្រាប់ក្រុមគ្រួសារអ្នកទៅឲ្យរៀបចំពិធីបុណ្យសពរបស់ពួកគេជាមុនទៅមិនលើសពី5ថ្ងៃទេអាយុអ្នកមិនល្អទេអាចឆ្កែស្រុកអញហ៊ានដេញតាមយាយខ្ញុំឬយាយជឿខ្ញុំទៅលីយ៉ននោះគាត់មិនអាចជាភ្ញៀវកិត្តិយសរបស់ត្រកូលស៊ូបានដាច់ខាតគាត់គ្រាន់តែបន្លំខ្លួនជាខ្មោចព្រាយបោកប្រាស់ត្រកូលស៊ូតែប៉ុណ្ណោះចាំមើលទៅមិនដល់3ថ្ងៃផងកញ្ញាស៊ូប្រកាសជារកឃើញមុខមាត់ពិតរបស់គាត់ហើយពេលនោះជាថ្ងៃស្លាប់របស់គាត់ហើយលោកគ្រូនិយាយត្រូវហើយអាប្រុសអុយនេះបើគាត់ពិតជាមានសមត្ថភាពមែនមិនក៏ស្លៀកពាក់កំសត់ម្លេះនេះបញ្ជាក់ថាពាក្យសម្ដីរបស់គាត់មិនគួរឲ្យជឿតតែសោះខ្ញុំចាស់ហើយប្រកាសជាមានអាយុវែង100ឆ្នាំយាយមិនអីទេយាយមិនអាចដួលបានដាច់ខាតយាយជាបង្គោលគ្រួសារយើងលោកគ្រូពេទ្យមិនក៏លោកមិនព្យាបាលទៀតទៅលោកបន្តជួយសង្គ្រោះលោកតាខ្ញុំទៅលោកតាជាអ្នកចិញ្ចឹមខ្ញុំនិងបងស្រីធំធាត់បើលោកអាចជួយគាត់បានខ្ញុំសុខចិត្តធ្វើអ្វីក៏បានដែរក្រោកឡើងលោកគ្រូពេទ្យអាយុ12ឆ្នាំឲ្យតែលោកអាចព្យាបាលឪពុកខ្ញុំជាលុយមិនមែនជាបញ្ហាទេអាយ៉ាឥឡូវនេះមិនមែនជារឿងលុយកាក់ទេលោកតាស៊ូគាត់បានបង្ហាញសញ្ញានៃទេវតា5ខ្សោយហើយខ្លាចក្រែងទេវតាចុះមកក៏មិនអាចជួយបានដែរអ្នកណាថាលោកតាស៊ូមិនអាចជួយបានអ្នកជំងឺដែលទេវតាព្យាបាលមិនជាខ្ញុំនឹងព្យាបាលអ្នកជាអ្នកណាបងស្រីមិនក៏បងពិតជានាំអាអ្នកបោកប្រាស់នេះមកមែនបងមិនខ្លាចទេយើងរញ៉េញមិនគ្រប់គ្រាន់ទេមិននេះពាក្យនោះជារបស់ឯងនិយាយមែនទេត្រូវហើយខ្ញុំជាអ្នកនិយាយលេងហ៊ាននិយាយពាក្យធំនៅមុខលោកគ្រូពេទ្យសិនអ៊ីងឺចេញទៅប៉ាចំពោះអាការៈរបស់លោកតាខ្ញុំបានយល់ច្បាស់ហើយពិតជាទេវតា5ខ្សោយមែនប៉ុន្តែខ្ញុំពិតជាមានវិធីព្យាបាលអស់ដែលខ្ញុំបានរៀបចំសម្រាប់អ្នកគឺបានច្រើនហើយលោកលីកុំបារម្ភអីរឿងនេះនឹងដោះស្រាយបានឆាប់បងស្រីមិនក៏បងនៅតែជឿគាត់ទៀតសូម្បីលោកគ្រូពេទ្យសិនអ៊ីងក៏គ្មានវិធីជួយគាត់បានដែរ
តើអ្នកបោកប្រាស់ម្នាក់អាចជួយបានទេតើគេបានបញ្ឆោតអ្នកយ៉ាងម៉េចទៅមែនហើយយូយៀនប្អូនស្រីអ្នកនិយាយត្រូវមិនមែនម៉ាក់មិនជឿគាត់ទេគ្រាន់តែអ្នកមើលគាត់នៅក្មេងពេក លោកស្រីតូចឆ្នាំដែលអ្នកប្រើបានទិញហើយខ្ញុំមើលថាគេទិញឆ្នាំអ្វីខ្លះចិនស៊ូកូវិនអូថៅម៉ាឈៀនជឺទាំងនេះសុទ្ធតែជាអស្ចារ្យបុរាណចិនដែលមានជាតិពុលខ្លាំងតើអ្នកទិញរបស់ទាំងនេះមកមានន័យយ៉ាងណាទៅ លោកលីននិងលោកគ្រូពេទ្យសៃនិយាយគឺពិតមែន ពិតមែនហើយជំងឺរបស់លោកតាអ្នកការពុលបានដល់សរីរាង្គទាំង5ហើយដូច្នេះត្រូវប្រើថ្នាំពុលព្យាបាលថ្នាំពុលប៉ុន្តែឥឡូវនេះនៅខ្វះជំហានចុងក្រោយមួយទៀតត្រូវការថ្នាំជំនួយមួយ ថ្នាំជំនួយអ្វី អ្នកជួយខ្ញុំដងទឹកមួយអាំងមកឈួតមែងពិតជាឈួតមែនវិទ្យាសាស្ត្រចិនបុរាណគឺទូលំទូលាយនិងស៊ីជម្រៅពិតជាមានការនិយាយថាប្រើថ្នាំពុលព្យាបាលថ្នាំពុលមែនក្មួយប្រុសមើលទៅអ្នកអាយុជាង20ឆ្នាំតើអ្នកទៅរៀនពេទ្យចិនបានប៉ុន្មានថ្ងៃទៅតើអ្នកយល់ទេថាអ្វីទៅជាការប្រើថ្នាំពុលព្យាបាលថ្នាំពុលខ្ញុំយល់ឬមិនយល់មិនសំខាន់ទេប៉ុន្តែដូចអ្នកអីចឹងសូម្បីតែជំងឺធម្មតានិងជំងឺពុលក៏បែងចែកមិនដាច់ដែរពិតជាគ្រូពេទ្យអនមែនអ្នក កុំធ្វើបែបនេះអី ខ្ញុំនឹងជួយអ្នកបញ្ចេញកំហឹងអ្នកបោកប្រាស់មកពីណាគេហ៊ានធ្វើបាបអាយុជីវិតប៉ាខ្ញុំផង អុយប៉ា លោកលីគាត់ពិតជាបានជួយខ្ញុំមែនថ្ងៃនេះខ្ញុំស្ទើរតែស្លាប់ដោយសារជំងឺបេះដូងរើឡើងគឺលោកលីដែលបានដើរកាត់ហើយជួយខ្ញុំបើមិនជឿអ្នកអាចសួរស៊ីយានបាន ពិតមែនឬ អញ្ចឹងគ្រាន់តែប៉ះពីបេះដូងក៏អាចព្យាបាលជំងឺបានដែរបើគាត់ជាគ្រូពេទ្យទឹកអញ្ចឹងពួកយើងក៏ជាគ្រូពេទ្យទឹកដែរទៅ មើលទៅអ្វីដែលមន្ទីរពេទ្យនិយាយគឺពិតមែនប្រហែលជាក្មេងនេះពិតជាមានសមត្ថភាពខ្លះមែនមិនខ្វល់ទៀតទេយ៉ាងណាក៏ប៉ាខ្ញុំឥឡូវបានខ្លាចជាបែបនេះទៅហើយលទ្ធផលអាក្រក់ជាងនេះក៏មិនអាចអាក្រក់ដល់ណាដែរ រឿងចំនួនតូចតាចកាលពីមុនយើងខ្ញុំបានធ្វើខុសហើយសូមលោកជួយព្យាបាលឪពុកខ្ញុំផងក្រោយពេលនេះខ្ញុំនឹងតបស្នងលោកវិញប៉ាពិតមកទៅ នឹកស្មានមិនដល់ថាលោកលីយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួនខ្លាំងម្ល៉េះមុននឹងផលិតរឿងគាត់ថែមទាំងគិតចង់លៀងជើងសិនទៀតឈប់ឲ្យតែឯងផឹកទឹកត្រាំជើងនេះទៅលោកលីលោកមិនមែនលេងសើចជាមួយខ្ញុំទេអញជាមនុស្សស្រែហ៊ានមកមើលងាយតាខ្ញុំឬខ្ញុំមិនដែលមានបំណងមើលងាយទេអ្នកគួរដឹងថាខ្ញុំមិនព្យាបាលអ្នកដែលមិនបានអញ្ជើញខ្ញុំទេថ្ងៃនេះខ្ញុំមកបានគឺដោយសារតែអ្នកចំណែកឯអ្នករាល់គ្នាស្ដាប់ឬមិនស្ដាប់ខ្ញុំនិយាយគឺអាស្រ័យលើអ្នកទាំងស្រុងចំណែកឯអ្នករាល់គ្នាចង់ផឹកឬមិនផឹកក៏អាស្រ័យលើអ្នករាល់គ្នាដែរពួកអ្នករាល់គ្នាហាបងស្រីតើមានរឿងអីកើតឡើងអ្នកគឺជាអ្នកសំគំនិតឈួតហើយពួកអ្នករាល់គ្នាច្បាស់ថាគាត់ជាអ្នកបោកប្រាស់ហើយនៅតែជឿគាត់ទៀតអ្នកកាត់អីហ្នឹង នេះមិនក៏អាចទៅរួចលោកតាអ្នកមិនអីទេហើយ លោកតាទីបំផុតអ្នកក៏ភ្ញាក់ហើយ គឺលោកលីគាត់បានជួយសង្គ្រោះអ្នក ម៉ាក់អ្នកពិតជាមិនអីមែនទេឬក៏នៅមិនស្រួលកន្លែងណាឲ្យខ្ញុំមើលបន្តិចនេះពិតជាអស្ចារ្យណាស់ អាយ៉ាបន្ទាប់ពីត្រាំថ្នាំចិនច្រើនសន្ធឹកសន្ធាប់នេះក្នុងទឹកលាងជើងរួចបែរជាខ្លាចជាថ្នាំបន្សាបដល់ពូកែទៅវិញអាយ៉ាខ្ញុំបាទមានទេពកោសល្យដ៏អស្ចារ្យលើពីហួសថូទៅទៀតខ្ញុំសូមគោរពអស់ពីចិត្តសូមអ្នកមេត្តាទទួលខ្ញុំធ្វើជាសិស្សផង
អ្នកជំនាញច្រើនណាស់បានពីគ្រូយោបល់រួចហើយតែរកមូលហេតុជំងឺមិនឃើញសោះ លោកគ្រូ អ្នកថាវាមិនមែនដូចអ្វីដែលក្មេងលីយាននោះនិយាយមែនទេលោកយាយខ្ញុំនឹងមិនរស់បានលើកពី5ថ្ងៃទេ មិនក៏អីចឹងលោកយាយអ្នកក៏បាននិយាយដែរមែនទេបើក្មេងនោះពិតជាមានសមត្ថភាពមែនមិនក៏នៅតែជាអ្នកសុំទានទៅទៀតលោកសង្ឃបានទៅរកមីយីហើយអ្នកកុំបារម្ភអីអ្នកប្រកាសជាមិនអីទេ មានដំណឹងថាមានគ្រូពេទ្យទឹកម្នាក់បានមកដល់ត្រកូលស៊ូហើយគ្រាន់តែដោយទឹកលាងជើងមួយអាងក៏បានជួយសង្គ្រោះលោកតាជាងជីស៊ូឲ្យរស់ឡើងវិញ ហើយសូម្បីតែអ្នកជំនាញថ្នាំចិនដ៏ល្បីល្បាញលោកគ្រូពេទ្យសៃក៏បានថ្វាយបង្គំគាត់ធ្វើជាសិស្សដែរ លោកយាយជឿថាឲ្យតែមានគាត់នៅទីនេះជំងឺរបស់អ្នកនឹងជាសះស្បើយមែនទេ ចុះចាំអីទៀតត្រូវតែមិនគិតពីតម្លៃអ្វីទាំងអស់ដើម្បីអញ្ជើញគ្រូពេទ្យទឹកនោះមកល្អណាស់ពិតជាវីរបុរសកាត់ចេញពីយុវវ័យមែនសូមអរគុណលោកគ្រូពេទ្យទឹកវ័យក្មេងដែលបានជួយសង្គ្រោះជីវិតខ្ញុំបាទស៊ូ ឆាប់ទៅ ហាហាហាលោកគ្រូពេទ្យទឹកពលីកាត់នេះមាន20លានគឺជាថ្លៃព្យាបាលរបស់អ្នកសូមអ្នកទទួលយកវាទៅហាហាហាអូខេបើអញ្ចឹងពិតជាមិនយុត្តិធម៌មែនហាហាអរគុណជីយានអ្នកបានយកច្រឡំលោកលីជាលើកទី3ហើយហេតុអីមិនប្រញាប់សុំទោសទៅខ្ញុំសូមស្មោះត្រង់រហូតដល់ស្លាប់ខ្ញុំនឹងបង្រៀនជំនាញដល់អ្នក និយាយអីខ្ញុំស្ដាប់មិនទាន់នៅផងទោះជាពេទ្យពូកែប៉ុណ្ណាក៏ដោយក៏នៅតែជាអាស្វាគមន៍ដែលចេះតែសម្លឹងមើលបងស្រីខ្ញុំ តាមការចងចាំរបស់ខ្ញុំចៅស្រីខ្ញុំម្នាក់នេះមិនដែលការពីបុរសណាម្នាក់ដល់ថ្នាក់នេះទេលោកគ្រូពេទ្យវ័យក្មេងអើយខ្ញុំមើលទៅអ្នកអាយុប្រហែលនឹងចៅស្រីទាំងពីររបស់ខ្ញុំមិនដឹងថាលោកគ្រូពេទ្យវ័យក្មេងមានគូស្រករហើយឬនៅទេហាហាគឺថានៅផ្ទះពិតជាធ្លាប់មានគូដណ្ដឹងម្នាក់នាងឈ្មោះចៅស៊ីលូតែគូឲ្យស្ដាយនាងមិនពេញចិត្តខ្ញុំទេហើយបានភ្ជាប់ពាក្យជាមួយអ្នកផ្សេងទៅហើយ អាអ្នកស្រែគេមិនពេញចិត្តអ្នកមិនមែនជារឿងធម្មតាទេ ល្អណាស់ល្អខ្លាំងណាស់ការលុបចោលអាពាហ៍ពិពាហ៍នេះល្អណាស់ហាហាហាលោកនិយាយបែបនេះមិនល្អទេលោកលីទើបតែជួយលោកពីមាត់ទ្វារមកចរាចមុខខ្ញុំយល់ច្រឡំហើយខ្ញុំចង់និយាយថាត្រកូលចៅនេះមានភ្នែកតែគ្មានប្រាជ្ញាបានខកខានកូនប្រសាមីដូចលោកគ្រូពេទ្យវ័យក្មេងហាហាហាលោកលីអើយខ្ញុំមើលទៅអ្នកនឹងចៅស្រីច្បងរបស់ខ្ញុំអាយុប្រហែលគ្នាខ្ញុំនឹងលើកនាងឲ្យអ្នកតើអ្នកព្រមទេ លោកតាមិនបានទេខ្ញុំមិនយល់ព្រមទេលោកតាគាត់គ្រាន់តែជាអាស្វាគមន៍ម្នាក់ប៉ុណ្ណោះបើលោកលើកបងស្រីឲ្យគាត់លោកកំពុងរុញបងស្រីចូលរំដែរហើយ ពាក្យរបស់ស៊ីអ៊ីនទោះបីជាមានការសម្រេចចិត្តលឿនបន្តិចមែនតែការសម្រេចចិត្តរបស់លោកក៏ប្រញាប់ពេកដែរឬអត់យីអ៊ីននិងលោកលីទើបតែជួបគ្នាប្រញាប់អីប្រញាប់លោកលីមកធ្វើជាកូនប្រសារខ្ញុំយល់ព្រមមួយម្ដងក៏មិនមែនមិនបានដែរតែខ្ញុំចង់រៀបការជាមួយកញ្ញាអីគេអីខ្ញុំលោកលីខ្ញុំមិនបាននិយាយច្រឡំទេខ្ញុំក៏គិតថាកូនស្រីច្បងរបស់ខ្ញុំស័ក្តិសមនឹងលោកជាងកូនស្រីច្បងពិតជាស្លូតបូតនិងមានគុណធម៌ស័ក្តិសមធ្វើជាភរិយាតែខ្ញុំនេះខ្ញុំគិតថាខ្ញុំចូលចិត្តការប្រកួតប្រជែងកញ្ញាទី2ចរិតឆ្មឹងឆ្មៃរឹងរូសបែបនេះខ្ញុំប្រហែលជាចូលចិត្តជាងលោកតាបាននិយាយថាហេតុផលដែលខ្ញុំមិនអាចឆ្លងផុត1000ថ្ងៃបានយូរមកហើយនោះគឺដោយសារតែខ្វះនិស្ស័យបន្តិចបន្តួចត្រូវតែរកឲ្យឃើញរូបកាយដែលស្លាប់ឥតចំណេះការបណ្ដុះបណ្ដាលគូមិនអាចពឹងផ្អែកលើរីឯកញ្ញាទី2ត្រកូលស៊ូដែលឆ្មឹងឆ្មៃរឹងរូសនេះគឺជារូបកាយដ៏កម្រ អ្នកគិតឲ្យបានល្អិតល្អន់លោកលីគឺជាអ្នកមានគុណជួយជីវិតគ្រួសារយើងគាត់ចង់រៀបការជាមួយអ្នកណាគឺគាត់ជាអ្នកសម្រេចចិត្តដោយខ្លួនឯងយូយ៉ានកុំអស់សង្ឃឹមអីប្រហែលជាថ្ងៃក្រោយនៅមានឱកាសទៀតវ៉ាពិតជាប្លែកមែនទីក្រុងធំនេះពិតជាប្លែកបន្ទប់ក៏ធំម្ល៉េះ
អាក្រក់ណាស់អាហាហើយអ្វីអ្នកនៅក្នុងបន្ទប់ខ្ញុំអ្នកសំទឹកភ្លៀងហើយ ទៅដេកទៅ មិនមែនទេ លោកតាឲ្យខ្ញុំមកនៅបន្ទប់អ្នកបើអ្នកមិនជឿអ្នកអាចទូរស័ព្ទទៅលោកតាបាន ខ្ញុំមិនទូរស័ព្ទទេបានហើយអ្នកខ្លាំងមែន ធ្វើអីហ្នឹង ស្រែបើអ្នកចង់នៅទីនេះក៏បានដែរយកទៅ អីគេហ្នឹង កិច្ចព្រមព្រៀងអាពាហ៍ពិពាហ៍ភាគីទាំងពីរគ្រាន់តែរៀបការคล้ายៗប៉ុណ្ណោះហ៎ក្នុងអំឡុងពេលកិច្ចព្រមព្រៀងមិនអាចមានការប៉ះពាល់រាងកាយណាមួយឡើយទ្រព្យសម្បត្តិរបស់ខ្ញុំគឺជារបស់ខ្ញុំរបស់អ្នកគឺជារបស់អ្នក មុខក្រាស់មែនអ្នកមិនខ្លាចទេថាបងប្រុសនឹងលងស្រឡាញ់ខ្ញុំរហូតដល់គ្មានផ្លូវដោះស្រាយ នេះជាភូតាំងដែលខ្ញុំនឹងធ្វើឲ្យអ្នកខ្មាស់គេអ្នកកំពុងយកសពតហើយនាងខ្ញុំទោះជាស្រឡាញ់អ្វីមួយក៏ដោយក៏មិនស្រឡាញ់អ្នកដែរ ល្អខ្ញុំចូលចិត្តចរិតឆេវឆាវរបស់អ្នកបែបនេះ ឃើញទេគ្មានលុយឥឡូវមានតែលុយលោកគ្រូពេទ្យទឹកនេះដល់លឿនមែនពេលយើងទៅដល់គាត់បាត់ខ្លួនបាត់ហើយខាងគ្រូសាស៊ូក៏មិនបានប្រាប់ឈ្មោះគាត់ដែរចុះជំងឺលោកយាយខ្ញុំវិញធ្វើម៉េចទៅ អូនសម្លាញ់ខ្លាចអីប្រាប់បងមកនៅក្រុងជាងឆឹងនេះគ្មានអ្នកណាដែលខ្ញុំរកមិនឃើញនោះទេចាំមើលទៅមិនយូរប៉ុន្មាននឹងមានលទ្ធផលហើយ គឺសៀងអ្នកពិតជាល្អណាស់មិនដូចលីយានឆ្កែស្រុកនោះទេបើគ្មានអ្នកខ្ញុំមិនដឹងថាត្រូវធ្វើម៉េចទេ ល្អហើយ ងាយបែបនេះមែនទេគួរឲ្យស្អប់ណាស់ ហូបប៉ៅអ្នកមកទីនេះធ្វើអីអ្នកតាមដានខ្ញុំមែនទេអ្នកមិនខ្មាស់គេទៅបើផ្ទះអ្នកគ្មានកញ្ចក់ទេនោះទៅផ្ទះនំមើលមុខខ្លួនឯងទៅកុំលងខ្លួនឯងពេកបានហើយអេអូនសម្លាញ់កុំទៅខ្វល់នឹងអ្នកស្រុកស្រែនេះអីគេច្រណែនអ្នកទេអ្នកមិនដឹងទេថាគូដណ្ដឹងរបស់អ្នកសាហាវប៉ុណ្ណាលើក្រែអ្នកសាច់អីពេលនេះអ្នកមិនគួរខឹងខ្លាំងទេអាហាហាគេសាហាវឬអត់ខ្ញុំមិនដឹងទេតែខ្ញុំដឹងថាអ្នកមិនកាត់ទេអ្នកនិយាយក្តេកក្តាស់លូកុំស្ដាប់សម្ដីក្តេកក្តាស់របស់គេអីឃើញទេនេះជាក្រសែភ្នែកមើងងាយបញ្ជាក់ពីអីអ្នកពិតជាមិនកើតមែនបើបន្តបែបនេះយូរទៅក្បាលរបស់អ្នកនឹងបែកតង់ហើយបងពិតមកទៅថ្ងៃនេះខ្ញុំត្រូវតែប្រដៅអ្នកឲ្យបានល្អបើមិនដូច្នោះទេខ្ញុំមិនមែនត្រកូលហឺទេអាហាអូយសុំទោសផងណាខ្ញុំដឹងច្បាស់ថាអ្នកមិនកាត់ទេថែមទាំងធ្វើឲ្យបងប្អូនរបស់អ្នកជាចាប់ទៀត គឺសៀងអ្នកមិនអីទេ អ្នកស្រុកស្រែអ្នកអីអ្នកបើខ្ញុំជាអ្នកឥឡូវនេះខ្ញុំនឹងបញ្ជូនគេទៅមន្ទីរពេទ្យភ្លាមមិនមែនមកឆ្លុះជាមួយខ្ញុំនៅទីនេះទេខ្ញុំប្រាប់អ្នកថាបើបន្តបែបនេះគេនឹងខ្លាចជាមហាតលីងពិតប្រាកដហើយអ្នកខ្លាចជាមេម៉ាយហើយ លោកសង្ឃអ្នកមិនអីទេឈឺទេ មិនឈឺ អ្នកក៏ចង់សាកដែរឬល្អខ្ញុំនឹងជូនអ្នកទៅមន្ទីរពេទ្យឥឡូវនេះ រងចាំបន្តិចមុនទៅមន្ទីរពេទ្យទៅធ្វើឲ្យអាឆ្កួតនោះសងថ្លៃវិញហេគឺភ័យមែនទេបើចង់បំបីកម្រិតហាមឃាត់ពីកំណើតក្រៅពីទទួលបានការបណ្ដុះបណ្ដាលកាយចិត្តរួមគ្នាក៏ត្រូវការអស់ពិសេសមួយមុខទៀតតែអស់នេះក៏មករកបានណាស់ក្នុង100ឆ្នាំក៏មិនដឹងថាអាចរកបានឬអត់ដែរនេះមិនមែនជាវាទៅទីបំផុតខ្ញុំក៏បានវាហើយស្ទើរឈួតហើយជំរាបសួរសូមសួរថាតើហឺសាវូអាយុ1000ឆ្នាំនេះលក់ទេ អ្នកក៏ស្គាល់ហឺសាវូអាយុ1000ឆ្នាំដែរហាតែវាមិនលក់ទេ មិនលក់ហេតុអ្វីទៅ ព្រោះវាត្រូវបានកក់ទុកដោយនារីស្រស់ស្អាតម្នាក់រួចហើយ អាហោះគឺអីចេះ
គឺសាវូអាយុ1000ឆ្នាំនេះពិតជាសំខាន់ណាស់សម្រាប់ខ្ញុំសុខចិត្តឲ្យតម្លៃ3ដងនៃតម្លៃទីផ្សារដើម្បីទិញវាបែបនេះខ្ញុំក៏អាចទុកលេខទូរស័ព្ទឲ្យអ្នកបានដែរចាំពេលម្ចាស់គេមកដល់អ្នកអាចយកលុយនេះទៅទូទាត់ឲ្យគាត់បានខ្ញុំចង់បង្ហាញពីការយកចិត្តទុកដាក់របស់ខ្ញុំម្យ៉ាងទៀតខ្ញុំអាចជួយគាត់ធ្វើកិច្ចការមួយបានរឿងអ្វីក៏បានដែរ មែនតើណាវាមានតម្លៃជាងគុជទៅទៀត ខ្ញុំអាចបង់លុយឥឡូវនេះបានយកសັບល្អហើយ ហា ហា គឺអីចេះអ្នកស្ដាប់ខ្ញុំពន្យល់សិនអ្នកអាចរងចាំខ្ញុំបន្តិចបានទេពេលខ្ញុំរួចរាល់ខ្ញុំនឹងយកលុយមកឲ្យអ្នក អីហា ខ្ញុំពិតជាមិនបានកុហកអ្នកទេខ្ញុំសូមស្បោះនឹងកិត្តិយសរបស់ខ្ញុំពិតជាភ្លេចលុយនៅផ្ទះមែនមិនបានយកកាត់មកទេ ភ្លេចយកកាត់អ្នកគិតថាខ្ញុំជាមនុស្សហ្មងឬមិញនេះខ្ញុំមិនគួរជឿអ្នកទេខ្លួនមានក្លិនក្រអូបដូចអ្នកក្របើអ្នកមានលុយខ្ញុំនឹងយកប្រកោតាមអ្នកខ្ញុំមិនជឿទេ មានរឿងអីកើតឡើងលីសូអួររំលេះលោកម្ចាស់ហាង អាចឈួតនេះមកហាងចង់បានរបស់ឥតគិតថ្លៃ ហេពិតជាមានរឿងបែបនេះមែនខ្ញុំមិនបានចង់បានរបស់ឥតគិតថ្លៃទេអូយលោកតាអូយលោកគ្រូមិនក៏លោកមកទីនេះលោកមកមិនក៏មិនប្រាប់ខ្ញុំមួយម៉ាត់ខ្ញុំនឹងបានទៅទទួលលោកគ្រូលោកម្ចាស់ហាងលោកច្រឡំហើយមើលទៅស្ទីវម្នាក់នេះគ្រាន់តែជាអ្នកបោកប្រាស់ចង់បានរបស់ឥតគិតថ្លៃទេម្យ៉ាងទៀតក្នុងលោកនេះតើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើជាលោកគ្រូបានគាត់អាចរៀបចំឲ្យបំភ្លេចសេចក្តីស្លាប់បានជំនាញពេទ្យរបស់លោកគ្រូពេទ្យលីខ្លាំងជាងខ្ញុំដល់ទៅ100ដងឯណោះលោកព្រឹទ្ធាចារ្យដែលមានគុណធម៌ខ្ពស់និងកេរ្តិ៍ឈ្មោះល្បីល្បាញបែបនេះក៏ហ៊ានប្រមាថទៀតឆាប់ទៅសុំទោសលោកគ្រូពេទ្យលីភ្លាមទៅលោកគ្រូពេទ្យលីខ្ញុំខុសហើយខ្ញុំមានភ្នែកតែមើលមិនស្គាល់នាគពិតសូមលោកមេត្តាអភ័យទោសឲ្យខ្ញុំម្ដងនេះផងមិនអីទេនេះសុទ្ធតែជាកំហុសរបស់ខ្ញុំទេជាបញ្ហារបស់ខ្ញុំចេញមកប្រញាប់ពេកភ្លេចយកកាត់មកអត់បានយកលុយមកហាលោកគិតថាបែបនេះបានទេរបស់មុននោះនឹងការជុកនោះលោកជួយទុកឲ្យខ្ញុំសិនទៅខ្ញុំនឹងត្រឡប់ទៅយកលុយពេលខ្ញុំយកបានហើយខ្ញុំនឹងមកទិញវាភ្លាមលោកកុំបារម្ភអីអាយ៉ាលោកគ្រូលោកនិយាយអីចឹងកើតអីលោកធ្វើអីចឹងធ្វើអីអាយ៉ាពី3ថ្ងៃមុនលោកបានបង្ហាញជំនាញពេទ្យរបស់លោកខ្ញុំបានទទួលផលប្រយោជន៍យ៉ាងច្រើនខ្ញុំមិនដឹងថាត្រូវអរគុណលោកយ៉ាងម៉េចទេលោកថាលោកយកអស្តមួយដាំពីហាងខ្ញុំទោះបីជាលោកចង់បានហាងទាំងមូលនេះក៏ដោយខ្ញុំមិនព្រមលោកទេហានៅឈរស្ងៀមធ្វើអីទៀតឆាប់ទៅខ្ចប់ការជូកអាយុ1000ឆ្នាំនោះភ្លាមទៅយកទៅជូនលោកគ្រូខ្ញុំបាទនេះជាហាងរបស់លោកតាអាយ៉ាហាអាយ៉ាលោកគ្រូលោកទទួលយកទៅទីបំផុតបានមកដល់ដៃហើយ លោកគ្រូពេទ្យស្អីអ្វីក៏មានមុនមានក្រោយដែរអស្មួយដើមនេះខ្ញុំជាអ្នកមើលឃើញមុនតើ អាយ៉ាកញ្ញាយ៉ាងសូមទោសផងរឿងនេះមានមូលហេតុរបស់វាដើម្បីបង្ហាញពីការសុំទោសរបស់ខ្ញុំអស្ក្នុងហាងយើងលោកស្រីអាចរើសមួយណាដែលលោកស្រីចង់បានខ្ញុំជូនលោកស្រី ហេលោកមើលទៅណាលោកឆក់យកអស្ខ្ញុំហើយនៅហ៊ានលួចមើលខ្ញុំទៀត អាយ៉ាកញ្ញាយ៉ាងលោកស្រីយកច្រឡំហើយលោកគ្រូខ្ញុំមិនមែនមានន័យបែបនោះទេគាត់នេះនាងក្រមុំនេះបើខ្ញុំទីមិនខុសទេអ្នកទិញថ្នាំនេះគឺដើម្បីកម្ចាត់ជំងឺរ៉ាំរ៉ៃនៅលើខ្លួនអ្នកដឹងបានយ៉ាងម៉េច ខ្ញុំមិនត្រឹមតែដឹងទេខ្ញុំថែមទាំងដឹងទៀតថាអ្នកតែងតែយកសັບនឹងគេមិនលក់ខ្ញុំលាតត្រង់ដូចអ្នកខែធ្វើណានអីចឹង អ្នកដឹងបានយ៉ាងម៉េចគាត់ជាអ្នកណាគាត់ដឹងអ្វីទាំងអស់បានយ៉ាងម៉េចឬមួយក៏ជាភ្នាក់ងារសម្ងាត់ដែលគូប្រជែងបញ្ជូនមកមិនបានទេតែខាត់មិនអាចទទួលស្គាល់បានទេបើមិនអីចឹងទេអាជីពជាតារារបស់ខ្ញុំនឹងត្រូវបំផ្លាញទាំងអស់ តាមពិតទៅជំងឺទាំងនេះនៅលើខ្លួនអ្នកមិនមែនបណ្ដាលមកពីអ្នកគេងយប់ជ្រៅធ្វើឲ្យប៉ះពាល់សុខភាពទេទោះអ្នកញ៉ាំរបស់ទាំងនេះច្រើនប៉ុណ្ណាក៏ដោយក៏គ្មានប្រយោជន៍ដែរកងដៃនេះខ្ញុំមានយោបល់មួយសម្រាប់អ្នកបោះចោលឲ្យបានឆាប់ លីមិនហើយអ្នកមានគ្រោះថ្នាក់ធំអ្វីខ្ញុំហ៊ានសាកល្បងអ្នកនិយាយផ្ដេសផ្ដាសខ្លួនប្រានខ្ញុំល្អណាស់មិនដែលធ្លាប់មានបាតុភូតដែលអ្នកនិយាយនោះទេប្តីឲ្យអ្នកមកទីនេះធ្វើអីប្តីហេមិនមែនហេធ្វើអីនឹងអ្នកពិតណាស់គឺខ្ញុំលងស្នេហ៍អ្នកហើយទិញអ្នកឲ្យមានកូនហើយហេនេះស្អីគេនឹងហេអ្នកកំពុងតែលេងសាច់ផ្ដេសផ្ដាសទេដឹងខ្ញុំមិនស្គាល់អ្នកផងអ្នកធ្វើអីហ្នឹងប្តី
ខ្ញុំជាប្រពន្ធសម្លាញ់របស់អ្នកណាអ្នកមិនក៏ថាអ្នកមិនស្គាល់ខ្ញុំទៅវិញអហខ្ញុំយល់ហើយប្រកាសជាខ្ញុំធ្វើអ្វីមិនល្អហើយ ហេតុអ្នកកុំយំអីអ្នកមិនមែនអ្នកយំហើយបើគេឃើញគេមិនដឹងរឿងទេរឿងនេះខ្ញុំមិនទាន់បានធ្វើអ្វីអ្នកផង ខ្ញុំដឹងហើយប្រកាសជាខ្ញុំរវល់ការងារពេកហើយទើបជីវិតប្តីប្រពន្ធជាមួយអ្នកថយចុះប្តីឥឡូវនេះខ្ញុំអាច នេះនៅតែជាដែលខ្ញុំធ្លាប់ឃើញនៅលើទូរទស្សន៍ពីមុនទេពធីតាត្រជាក់ស្រស់ស្អាតយ៉ាងឈៀនមែនទេហើយនេះមិនមែនជាចំណុចសំខាន់ទេចំណុចសំខាន់គឺលោកគ្រូគ្រាន់តែមើលគាត់មួយភ្លែតក៏ដឹងភ្លាមថាជំងឺនៅលើខ្លួនគាត់នៅណាចំណែកខ្ញុំទើបតែប៉ុន្មានថ្ងៃមុនបានពិនិត្យជីបចោឲ្យនាងយ៉ាងនេះហើយខ្ញុំមិនបានមើលឃើញអ្វីសោះហេតុមិនបានទេហេតុមិនបានទេចូលស្ងៀមធ្វើអីមកជួយផងអូយអត់ទេ អ្នកណាជាប្តីខ្ញុំ អូយ ប្តីអូយខ្ញុំក្តៅណាស់ប្តីយកខ្ញុំទៅ ហេតុលោកគ្រូអត់បានទេគាត់ខ្លាំងពេកធ្វើអត់កាត់ទេពិតជាអ្នកមែនដែលនៅពីក្រោយពិតជាអ្នកមែនដែលលេងល្បិច ខ្ញុំកើតអីហ្នឹង បែបនេះល្អហើយអូយលោកគ្រូពិតជាលោកគ្រូមែនទេវតាជួយ អ្នកធ្វើអីខ្ញុំអ្នកឆ្លៀតឱកាសពីខ្ញុំ អ្នកណាឆ្លៀតឱកាសពីអ្នកណាខ្ញុំឯណាឆ្លៀតឱកាសច្បាស់ជាអ្នកទេដែលឆ្លៀតឱកាសពីខ្ញុំកញ្ញាលៀងអ្នកពិតជាយកច្រឡំហើយមុននេះបន្តិចរាងកាយរបស់អ្នកមានប្រតិកម្មខ្លាំងគឺលោកគ្រូពេទ្យវ័យក្មេងនេះទេដែលបានជួយសង្គ្រោះអ្នកត្រូវហើយគឺលោកគ្រូពេទ្យលីទេដែលបានជួយអ្នក មិនមែនខ្ញុំទៅតែរឡើងវិញទេខ្មាស់គេស្លាប់ហើយ មិនបាច់អរគុណទេមុននេះបន្តិចខ្ញុំបានឆក់យកអស្ត្រារបស់អ្នកប៉ុន្តែមុននេះបន្តិចខ្ញុំក៏បានជួយសង្គ្រោះអ្នកដែរចំពោះយើងទាំងពីរអ្នកចាត់ទុកថាស្មើគ្នាហើយអូមួយទៀតខ្ញុំសូមណែនាំអ្នកមួយម៉ាត់បើអ្នកចង់រស់កងដៃនេះ មានរឿងអីនេះជាមិត្តសម្លាញ់បំផុតរបស់ខ្ញុំតើនេះជាកាដូថ្ងៃកំណើតដែលនាងឲ្យខ្ញុំមិនមែនវាពិតជាមានបញ្ហាទេហេខ្ញុំអាចជួបអ្នកទៀតបានទេពេលក្រោយគាត់ក៏គួរឲ្យចាប់អារម្មណ៍ដែរតាមពិតគេគ្រាន់តែជាអ្នកស្រែគឺសាវជីវគាត់ឈួតហើយឬដើម្បីដោះស្រាយជាមួយអ្នកស្រែគាត់ហ៊ានឲ្យលោកគ្រូចេញមុខដោយផ្ទាល់ខ្ញុំធ្លាប់ជំពាក់គុណឪពុកគាត់ម្ដងថ្ងៃនេះមិនថាគាត់ឲ្យខ្ញុំដោះស្រាយជាមួយអ្នកណាទេគុណនេះចាត់ទុកថាបានសងរួចហើយតាមពិតគឺអាថកទៀបគឺសាវជីវនោះទេតែឲ្យពួកឯងមកម៉េចចង់ធ្វើអីឯងកុំថាខ្ញុំស៊ូធានហ៊ូថ្ងៃនេះមកធ្វើបាបអ្នកស្រែដូចអ្នកខ្ញុំឲ្យអ្នកពីរជំរើសទី1បាក់ជើងខ្លួនឯងទៅរួចទៅផ្ទះត្រកូលហ៊ឺលុតជង្គង់សុំទោសលោកម្ចាស់ហ៊ឺទី2បងប្អូនខ្ញុំនឹងជួយបាក់ជើងអ្នករួចបោះអ្នកចូលសមុទ្រឲ្យត្រីស៊ីខ្ញុំរើសជំរើសទី3ស្អីគេអ្នកថ្លង់មែនទេខ្ញុំឲ្យអ្នកតែពីរជំរើសទេឯណាទៅជំរើសទី3ជប់ខ្ជិះខ្ជីពេលទៅមកទាំងអស់គ្នាទៅខ្ញុំនៅប្រញាប់ចាំមើលគាត់ទៅហេតុមិនឲ្យគាត់បង្ហាញយើងពីការលំបាកទេប៉ុន្មានឆ្នាំហើយគ្មានអ្នកណាហ៊ាននិយាយជាមួយខ្ញុំបែបនេះទេដល់វេនអ្នកហើយអ្នកពូកែវីណាមកពីលបឿនអ្នកលឿនឬក៏ស្លាប់ហេហាហាហាអីចឹងអេ M1911 កំភ្លើងនេះមិនអន់ទេគ្រាន់តែមិនដឹងថាអាចសម្លាប់អ្នកបានអត់ទេលោកម្ចាស់ខ្ញុំជាមនុស្សល្ងង
ខ្ញុំមានភ្នែកតែមើលមិនឃើញបានជាប៉ះពាល់អ្នកលើកក្រោយខ្ញុំលែងហ៊ានហើយខ្ញុំអ្នកទុកជីវិតខ្ញុំទៅខ្ញុំសុខចិត្តបម្រើអ្នកអស់មួយជីវិតនាងហូសាវជាអាចឆ្កែនេះធ្វើឲ្យអញទៅបង្កចំនួនជាមួយមនុស្សខ្លាំងបែបនេះល្អបំផុតកុំឲ្យអញជួបវាទៀតបើមិនអីចឹងទេអញនឹងទាញសរសៃវ៉ាចេញសម្លាញ់ពួកយើងទៅណាច្បាស់ជាទៅបញ្ចេញកំហឹងហើយខ្ញុំបានអញ្ជើញលោកម្ចាស់ហ៊ូរួចហើយឲ្យគាត់ចាប់អាអ្នកស្រ័យក្នុងនោះមកគ្រប់គ្រងចាំបន្តិចទៀតគ្រាន់តែវាបំបាក់ជើងវាដោយផ្ទាល់ដៃមែនទេអីចឹងរាប់ខ្ញុំមួយផងតែគ្រាន់តែវាបំបាក់ជើងទាំងពីររបស់វាគឺស្រាលពេកហើយពួកយើងគួរតែចង់វាហើយប្រើទីរុនកម្ម18ប្រភេទធ្វើទីរុនកម្មវាបន្តិចម្ដងទើបអស់ចិត្តពួកគេគួរតែនៅទីនោះសម្លាញ់អ្នកមិនបាននិយាយថាអាអ្នកស្រែនឹងលោកម្ចាស់ហ៊ូនៅក្បែរនេះទេហេតុអីជុំវិញនេះគ្មានមនុស្សម្នាក់សោះគាត់ទៅណាហើយហេតុអីមិនលើកទូរស័ព្ទសោះបាក់ខ្ញុំដឹងហើយសម្លាញ់លោកម្ចាស់ហ៊ូនិយាយយ៉ាងម៉េចតើលីយានត្រូវគេចាប់បានអត់មិនមែនលោកម្ចាស់ហ៊ូទេគឺមិត្តភក្តិរបស់ខ្ញុំម្នាក់គាត់បានជួយខ្ញុំស៊ើបដឹងហើយពីដំណឹងរបស់គ្រូពេទ្យទេវតាដែលបានព្យាបាលលោកតាសាវថ្ងៃស្អែកកញ្ញាស៊ូទី2នឹងរៀបចំពិធីភ្ជាប់ពាក្យនៅសន្តាគារសេនជូរីជឿថាគ្រូពេទ្យទេវតានោះក៏នឹងចូលរួមដែរឲ្យតែពួកយើងរកបានអញ្ជើញនេះគឺច្បាស់ជាអាចជួបគ្រូពេទ្យទេវតានោះហើយល្អណាស់យាយទីបំផុតបានសង្គ្រោះហើយលោកលីអ្នកទៅណាខ្ញុំរកអ្នកយូរហើយបាទរកខ្ញុំមានការអីគ្មានអីទេគឺលោកតាខ្ញុំបានរៀបចំថ្ងៃភ្ជាប់ពាក្យសម្រាប់អ្នកនឹងសៃយួនរួចហើយគឺនៅថ្ងៃស្អែកនេះឯងអ្នកគិតថាបានទេស្អែកនេះលឿនម្ល៉េះខ្ញុំមិនអាចធ្វើតាមការរៀបចំរបស់អ្នកបានទេបានហើយមានរឿងអីកញ្ញាស៊ូហៃហេតុអីខ្ញុំឃើញអ្នកដូចជាមិនសប្បាយចិត្តសោះខ្ញុំមិនបានមិនសប្បាយចិត្តទេលោកលីឥឡូវអ្នកអាចលេងខ្ញុំបានហើយឬនៅអាហោបានខ្ញុំអាហេផ្ទះហ៊ីយ៉ូអាយុរាប់ពាន់ឆ្នាំនេះនៅតែធំម្ល៉េះទើបតែផឹកស៊ុបមាសមួយចានសោះធ្វើឲ្យបេះដូងខ្ញុំដែលធ្លាប់តែមិនស្រួលមានអារម្មណ៍ល្អប្រសើរឡើងនឹកស្មានមិនដល់ថាលោកលីមិនត្រឹមតែមានជំនាញពេទ្យពូកែប៉ុណ្ណោះទេថែមទាំងចេះក្បាច់គុនទៀតស៊ីយួនអ្នកត្រូវតែថែរក្សាលោកលីឲ្យបានល្អការបានរៀបការជាមួយគាត់គឺជាសំណាងរបស់អ្នកលោកលីពិធីភ្ជាប់ពាក្យចិត្តចាប់ផ្ដើមហើយសូមបដូរសម្លៀកបំពាក់រួចចេញដំណើរទៅបានលោកយាយអ្នកមិនអីទេកុំបារម្ភអីលោកម្ចាស់ហ៊ីបានជួយយើងដោះស្រាយរួចហើយអញ្ជើញគាត់ចាំបន្តិចទៀតយើងនឹងចូលទៅរកបុគ្គលអាថ៌កំបាំងនោះឲ្យតែគាត់ព្រមជួយជំងឺរបស់អ្នកនឹងបានជាសះស្បើយហើយនឹកស្មានមិនដល់ថាមុនពេលខ្ញុំចិត្តស្លាប់នៅតែអាចជួបអ្នកមានបុណ្យម្នាក់ទៀតទេវតាពិតជាមេត្តាចំពោះគ្រួសារយ៉ាវរបស់យើងណាស់ក៏ចាត់ទុកថាជាការប្រោសប្រណីដែរនិយាយពីនេះខ្ញុំក៏ខឹងដែរបើមិនមែនដោយសារឡាយវ៉ាន់អាចឆ្កែព្រៃនោះដាក់បណ្ដាសាលោកយាយទេលោកយាយមិននឹងអាចឈឺបានរងចាំគ្រូពេទ្យទឹកព្យាបាលលោកយាយជាសះស្បើយសិនខ្ញុំនឹងទៅរកគាត់ទូទាត់កាន់នីឲ្យបានខ្ញុំនឹងបោះគាត់ទៅក្នុងស្រះឲ្យត្រីស៊ីប្អូនស្រីអ្នកប្រហែលជាភ្លេចហើយខ្ញុំបានសុំលោកម្ចាស់ហ៊ីវឲ្យជួយដោះស្រាយរួចហើយធ្វើត្បិតតែទូរស័ព្ទលោកម្ចាស់ហ៊ីឥឡូវខលមិនចូលក៏ដោយតែខ្ញុំជឿថាដោយសារវិធីសាស្ត្ររបស់លោកម្ចាស់ហ៊ីវគាត់ប្រហែលជាស្លាប់បាត់ទៅហើយថោកទាបពេកហើយសម្រាប់គាត់សុំទោសផងខ្ញុំមិនត្រឹមតែមិនស្លាប់ទេថែមទាំងរស់នៅបានយ៉ាងសុខសប្បាយទៀតផងឡៃយួនហេតុអីអ្នកនៅទីនេះហេតុអីខ្ញុំមិនអាចនៅទីនេះបាន
ខ្ញុំដឹងហើយអ្នកប្រកាសជាមកស៊ីផឹកឥតគិតថ្លៃហើយថែមទាំងស្លៀកពាក់យ៉ាងពិសេសទៀតតែទោះអ្នកស្លៀកពាក់យ៉ាងណាក៏ដោយក៏មិនអាចលាក់បាំងភាពក្រីក្ររបស់អ្នកបានដែរ អូយ៉ាងនេះសោះ បងទុនសាយខ្ញុំមិនដឹងថាអ្នករត់គេចពីដៃលោកម្ចាស់ខ្លាយ៉ាងម៉េចទេតែថ្ងៃនេះជាពិធីភ្ជាប់ពាក្យរបស់ត្រកូលស៊ូមិនមែនសម្រាប់មនុស្សថ្នាក់ទាបដូចអ្នកចូលមកទេការលេចមុខរបស់អ្នកបានទម្លាក់កម្រិតពួកអ្នកមានដូចពួកយើងឆាប់ទៅបាត់ទៅបើបន្តិចទៀតត្រកូលស៊ូស្ដីបន្ទោសពួកយើងមិនជួយនិយាយឲ្យអ្នកទេមនុស្សដែលចិត្តចោមជូរទៅហើយនៅតែក្រអឺតក្រទុំម្លេះបើខ្ញុំជាអ្នកខ្ញុំនឹងប្រញាប់រៀបចំគ្រួសាររៀបចំពិធីបុណ្យសពខ្ញុំឮថាប៉ុន្មានឆ្នាំនេះត្រកូលចៅគឺអ្នកម្នាក់ឯងដែលទ្រទ្រង់យ៉ាងលំបាកចំណែកអ្នកគ្រាន់តែជាធូបការប្រព័ន្ធពិសេសមួយប៉ុណ្ណោះបើស្ត្រីចំណាស់នេះស្លាប់ត្រកូលចៅធំឡើងតើអ្នកអាចការពារបានទេ យាយតើយាយពិបាកទ្រាំទៀតហើយពាក្យរបស់លីយ៉នទោះមិនពីរោះស្ដាប់តែពាក្យគាត់ទូរដប់តែមានហេតុផលដូច្នេះខ្ញុំមិនអាចសប្បាយចិត្តបានទេលីយ៉នអ្នកចាំមើលខ្ញុំចុះរងចាំពួកយើងរកឃើញទេពធីតានោះគឺជាថ្ងៃស្លាប់របស់ឆ្កែស្រែដូចអ្នកហើយយាយពួកយើងទៅ តាចៅជាងនឹងមនុស្សខាងត្រកូលហឺមកដោយមិនបានអញ្ជើញតើយើងគួរលិខិតអញ្ជើញគឺខ្ញុំបានចាត់មនុស្សឲ្យយកទៅឲ្យគាត់ថ្ងៃនេះខ្ញុំត្រូវតែជួយកូនប្រសាប្រុសល្អរបស់ខ្ញុំបង្ហាញការគាំទ្រ ពិតជាដោយការរំពឹងទុកមែនយាយមើលកម្លាំងចិត្តរបស់ប្រធានត្រកូលស៊ូនេះដូចម្ដេចទៅជាមនុស្សដែលធ្លាប់ជាធ្ងន់នោះគ្រូពេទ្យទឹកនេះពិតជាអស្ចារ្យមែនហើយយាយ ទោះបីជាអ្នកមិនមានជំងឺក៏ដោយយើងក៏ត្រូវតែរាប់អានគ្នាដែររឿងបែបនេះពិបាកនឹងរាប់អានគាត់ណាស់ដូចជាមានបានសង្គ្រោះជីវិតមួយទៀតអីចឹងភ្ញៀវកិត្តិយសទាំងអស់គ្នាខ្ញុំដឹងថាអ្នកទាំងអស់គ្នាពិតជាចង់ដឹងខ្លាំងណាស់ថាខ្ញុំជាសះស្បើយដោយរបៀបណាត្រង់នេះសូមអនុញ្ញាតឲ្យខ្ញុំលាក់បាំងបន្តិចសិនយើងនឹងបង្ហាញនៅពេលក្រោយបន្ទាប់មកសូមអញ្ជើញកូនប្រសាប្រុសដែលខ្ញុំពេញចិត្តបំផុតនាំចៅស្រីរបស់ខ្ញុំបង្ហាញខ្លួនយ៉ាងត្រចះត្រចង់ ភ្នែករបស់កញ្ញាហឺទី2ពិតជាដឹងបុរសដែលគាត់ពេញចិត្តពិតជាពូកែប៉ុណ្ណាទៅមិនត្រឹមតែពូកែទេរូបរាងសង្ហាខ្លាំងណាស់ពិតជាមនុស្សឆ្នាំក្នុងចំណោមមនុស្សមែនហើយអ្វីបានជាខ្ញុំមិនអាចជួបបុរសល្អបែបនេះទៅវិញគ្រូសាហឺសៀវជេទោះបីជាមានលុយបន្តិចបន្តួចក៏ដោយប៉ុន្តែនៅឆ្ងាយពីគូស្នេហ៍ក្នុងក្តីស្រមៃរបស់ខ្ញុំណាស់ លីជាងអាចឆ្កែស្រុកនោះមកទីនេះធ្វើអី កញ្ញាសុនទី2កំពុងទាញដៃគាត់មិនមែនគាត់ជាគូដណ្ដឹងរបស់កញ្ញាសុនទី2ទេ មិនក៏អាចទៅរួចអាចឆ្កែស្រុកដែលមកពីជនបទម្នាក់កញ្ញាសុនទី2មិនក៏អាចពេញចិត្តគាត់ទៅរួចជប់និយាយទៅហឺសៀវជេហ៊ានមកនិយាយមិនសមរម្យនៅឯពិធីជប់លៀងគ្រួសារស៊ូរបស់ខ្ញុំចំពោះចៅស្រីរបស់ខ្ញុំតើអ្នកចង់ប្រកាសសង្គ្រាមជាមួយគ្រួសារស៊ូរបស់ខ្ញុំឬ លោកម្ចាស់គ្រួសារស៊ូចំនួនក្រោយមិនសមរម្យខ្ញុំសូមអភ័យទោសជំនួសគាត់គ្រាន់តែខ្ញុំចាស់នេះមានរឿងមួយចង់សួរលោកម្ចាស់គ្រួសារស៊ូឮថាលោកម្ចាស់គ្រួសារស៊ូបានជាសះស្បើយគឺដោយសារគ្រូពេទ្យទេវតាមិនដឹងថាគ្រូពេទ្យទេវតារូបនេះឥឡូវនៅណាទេឥឡូវនេះក៏មិនអាចខ្វល់ពីការស៊ើបអង្កេតលីយានថាតើគាត់បានខ្លាចជាកូនប្រសារគ្រួសារស៊ូដោយរបៀបណាដែររឿងបន្ទាន់គឺត្រូវរកគ្រូពេទ្យទេវតានោះជាមុនសិន ទោះបីជាត្រូវបោះបង់កិត្តិយសរបស់ខ្ញុំក៏ដោយលោកគ្រូពេទ្យទេវតាលោកណែណាសូមលោកចេញមកលឿនមកយាយរបស់ខ្ញុំឈឺធ្ងន់ណាស់ឲ្យតែលោកព្រមព្យាបាលយាយរបស់ខ្ញុំគ្រួសារចៅរបស់យើងនឹងថ្វាយទ្រព្យសម្បត្តិរាប់លានចាប់ពីពេលនេះទៅលោកគឺជាភ្ញៀវកិត្តិយសរបស់គ្រួសារចៅរបស់យើងបងស្រីចៅគ្រូពេទ្យទេវតាដែលអ្នកកំពុងរកមិនមែនតែងតែនៅឆ្ងាយពីភ្នែកទេតែនៅជិតបង្កយទេដែលលោកតាបានទាញត្រឡប់មកពីមាត់ទ្វារមរណៈមិនមែនអ្នកណាផ្សេងទេខ្ញុំគឺលោកលីអ្នកថាអ្វីអ្នកថាអ្វីមានរឿងអ្វីគ្រូសាចៅនេះមិនមែនតែងតែរក
គ្រូពេទ្យទឹកដែលព្យាបាលលោកម្ចាស់ត្រកូលស៊ូជាសះស្បើយទេមិនក៏រកបានអ្នកដែលមានទឹកមុខអាក្រក់ជាងស៊ីអាចទៅទៀតអ្នកទាំងអស់គ្នាប្រហែលជាមិនទាន់ដឹងទេចៅប្រុសកូនប្រសារខ្ញុំម្នាក់នេះកាលពីមុនបានភ្ជាប់ពាក្យជាមួយកញ្ញាចៅស៊ីលូនៃត្រកូលចៅប៉ុន្តែកញ្ញាចៅបានលុបចោលការភ្ជាប់ពាក្យកណ្ដាលទីហើយបែរជាទៅរៀបការជាមួយលោកហ៊ឺសាវជេនៃត្រកូលហ៊ឺទៅវិញទើបធ្វើឲ្យត្រកូលស៊ូរបស់ខ្ញុំបានផលល្អហើយក៏ធ្វើឲ្យឆ្អឹងចាស់របស់ខ្ញុំនេះបានរួចជីវិតត្រឡប់មកវិញហាធ្វើឲ្យត្រកូលស៊ូរបស់យើងបានកូនប្រសារដ៏ល្អម្នាក់នេះដោយមិនបាច់ខំហាលោកស្រីចៅខ្ញុំចាស់នេះសូមអរគុណអ្នកណាស់អ្នកពិតជាមនុស្សល្អណាស់ហាខ្ញុំថាហើយតើត្រកូលចៅត្រកូលហ៊ឺដូចជាគ្រួសារទាំងនេះមិនក៏មានសិទ្ធិចូលរួមពិធីជប់លៀងរបស់ត្រកូលស៊ូទៅកើតអូគឺដោយសារមូលហេតុនេះសោះបើតាមខ្ញុំថាគ្រួសារត្រកូលចៅនេះពិតជាល្ងងខ្លៅដល់ទីបំផុតលោកហ៊ឺសាវជេតូចតាចម្នាក់នេះមិនស័ក្តិសមសំបីតែលើកស្បែកជើងឲ្យគ្រូពេទ្យទេមែនហើយតើគ្រូពេទ្យទេពគ្មានអ្នកណាព្រីពិតជាបណ្ដាញទំនាក់ទំនងដ៏ធំមួយត្រកូលស៊ូមានជំនួយពីកូនប្រសារដ៏មានឥទ្ធិពលម្នាក់នេះហើយទៅថ្ងៃមុខប្រកាសជាកាន់តែរីកចម្រើនឱកាសល្អបែបនេះតាមឡើយជារបស់ត្រកូលចៅរបស់ពួកគេគួរឲ្យស្ដាយដែលពួកគេមានភ្នែកតែមើលមិនឃើញមិនអាចទេមិនក៏គាត់ជាគ្រូពេទ្យទេពទៅកើតគាត់គ្រាន់តែជាឆ្កែអនិច្ចាដែលនាងខ្ញុំបោះបង់ចោលដូចស្បែកជើងចាស់ប៉ុណ្ណោះគឺសាវជេពួកគេកំពុងនិយាយផ្ដេសផ្ដាសមែនទេទោះអ្នកជាគ្រូពេទ្យទេពក៏យ៉ាងមិនដែរអញនៅតែអាចលេងសើចជាមួយអញរហូតដល់ស្លាប់ហេលោកម្ចាស់ខ្លាមួយរយៈនេះអ្នករវល់ទេលើកមុនខ្ញុំឲ្យអ្នកជួយដោះស្រាយរឿងមួយឥឡូវនេះមិនត្រឹមតែមិនស្លាប់ទេថែមទាំងនៅទីនេះអួតអាងខ្លាំងណាស់ខ្ញុំចង់អញ្ជើញអ្នកមកម្ដងទៀតរឿងលុយកាក់មិនជាបញ្ហាទេលោកម្ចាស់ខ្លាគាត់សុខចិត្តមកទេពិតណាស់កុំមើលងាយខ្ញុំអីអាយ៉ាហូស៊ីវជាស្គាល់លោកពូខ្លាផងហេនោះគឺជាមេខ្លោងក្រំដីនៃទីក្រុងខាងកើតគ្រូពេទ្យទេពទូខ្លាំងប៉ុណ្ណាក៏ខ្លាចពួកក្មេងទំនឹងដែរលោកគ្រូពេទ្យទេពម្នាក់នេះថ្ងៃនេះប្រហែលជាពិបាកកិច្ចផុតពីគ្រោះថ្នាក់ហើយគ្រូសាស៊ូជាអ្នកមានបំផុតដើម្បីឲ្យពួកយើងអាចដោះស្រាយដោយសន្តិវិធីតែពួកអ្នកមិនគួរធ្វើបែបនេះសោះមិនគួរជួយអាចឆ្កែតតែសោះធ្វើឲ្យគ្រួសារយើងទាំងពីរអាម៉ាស់មុខបើអ្នកជ្រើសរើសឈរខាងពួកគេហើយកុំបន្ទោសខ្ញុំថាគ្មានមេត្តាអហេតុលោកតាធ្វើមកស៊ូធានហូតែងតែជាមនុស្សចិត្តខ្មៅមិនអាចឲ្យលីយានធ្លាក់ក្នុងកណ្ដាប់ដៃពួកគេបានដាច់ខាតកុំបារម្ភទោះលោកតាត្រូវប្រថុយជីវិតចាស់នេះក៏ដោយក៏ត្រូវតែការពារចៅឲ្យបានល្អហើយចាំមើលអ្នកបន្តិចទៀតទៅលោកម្ចាស់ទី5អ្នកមកហើយគឺអាមួយនេះហើយលើកមុនមិនត្រឹមតែវាខ្ញុំរបួសទេឥឡូវនេះនៅតែហ៊ានអួតអាងទៀតមិនគោរពអ្នកតតែសោះលោកម្ចាស់ទី5ខ្លាចវាហ៊ានចិត្តប្រមាថលោកយាយខ្ញុំថារស់មិនបាន5ថ្ងៃផងពិតជាអាក្រក់ខ្លាំងណាស់មិននឹកស្មានថាពួកនេះមកលឿនយ៉ាងនេះសោះគ្មានពេលត្រៀមខ្លួនសំបីបន្តិចគ្មានអ្វីទេហេតុអ្វីត្រូវភ័យខ្លាចខ្ញុំមិនបានភ័យខ្លាចទេលោកម្ចាស់ទី5តើអាចទុកមុខឲ្យខ្ញុំបន្តិចបានទេថ្ងៃនេះសូមចាក់ចេញពីទីនេះទៅយ៉ាងម៉េចដែរចាក់ចេញរបស់ល្អមិញនេះមិនមែនមានសមត្ថភាពខ្លាំងទេហេតុអ្វីមិនហ៊ានអួតអាងទៀតទៅទម្លាប់ហើយមែនទេទៅឲ្យឆ្ងាយពីមុខអញភ្លាមអើហើយទោះអ្នកជាគ្រូពេទ្យទឹកក៏ដោយក៏យ៉ាងម៉េចដែរក៏នៅតែត្រូវបងជែកជន់ឈ្លីដដែលខ្ញុំណែនាំអ្នកថាគួរតែព្យាបាលជំងឺលោកយាយខ្ញុំដែលស្ងៀមស្ងាត់ទៅប្រហែលជានៅអាចរស់បានលោកយូបើអ្នកហ៊ានប៉ះពាល់គាត់ត្រូវតែដើររំលងសាកសពខ្ញុំជាមុនសិនលោកលីកាលពីមុនខ្ញុំស៊ូធានហូជាមនុស្សមានភ្នែកតែងងឹតបានប្រមាថអ្នកថ្ងៃនេះមកសុំទោសសូមអបអរសាទរលោកលីនិងកញ្ញាស៊ូទី2ក្នុងពិធីភ្ជាប់ពាក្យដំហោឡារិកនេះជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំស៊ូយិនសិនព្រៃអាយុរាប់រយឆ្នាំមួយដើមនិងកងដៃត្បូងរកដ៏ល្អចាស់មួយគូគុជខ្យងរាត្រីសមុទ្រខាងកើតមួយគូនិងហាងលក់ទំនិញនៅតាមផ្លូវក្នុងតំបន់ខាងកើតក្រុងជាងដែលមានតម្លៃមហាសាលសូមចាត់ទុកជាការដ៏អបអរលោកលីញឹមហាងលក់ទំនិញទាំងនោះជាទីតាំងមាសតម្លៃរបស់វាប្រហែលជាលើសពី100រៀលហើយលោកតាខ្ញុំបែរជាលុតជង្គង់ជូនអំណោយគាត់ទៅវិញតើគាត់ជាអ្នកណាឲ្យប្រាកដមិនអាចទេពិតជាមិនអាចទៅរួចត្រូវហើយលោកតាហ៊ូគាត់គ្រាន់តែជាឆ្កែស្រុកស្រែប៉ុណ្ណោះមិនក៏គាត់មានសិទ្ធិឲ្យលោកលុតជង្គង់ជូនគាត់ទៅ
អាចឆ្កែហ៊ានប្រមាថលោកលីទៀតឯងមានក្បាលប៉ុន្មានចប់ហើយលើកនេះចប់ពិតមែនហើយចប់ហើយលើកនេះចប់ពិតមែនហើយបើមិនមែនមកពីឯងខ្ញុំមិនបាច់ទៅធ្វើឲ្យលោកលីខាងទេថ្ងៃនេះខ្ញុំត្រូវតែសម្លាប់ឯងហើយឈប់ទៅនេះជាសារជប់លៀងមិនមែនជាកន្លែងវីតបទេរឿងនេះចប់ត្រឹមនេះចុះលោកលីនិយាយត្រូវហើយយកពួក3នាក់ដែលហ៊ានប្រមាថលោកលីនេះចាប់ពីពេលនេះទៅមនុស្ស3នាក់នេះគឺជាស្ត្រីដ៏រៀងរហូតរបស់បាយវូតាំងខ្ញុំលោកតាហ៊ូលោកតាធ្វើបែបនេះដាក់ខ្ញុំមិនបានទេមិននឹកស្មានថាលោកលីមានជំនាញពេទ្យខ្ពស់បែបនេះសោះសូម្បីតែលោកតាហ៊ូដែលជាមេខ្លាំងក៏ត្រូវតែកប់ចិត្តគាត់ដែរមនុស្សបែបនេះត្រកូលចាំងត្រូវតែបង្កើតទំនាក់ទំនងល្អជាមួយលោកលីនេះជាអំណោយតូចមួយពីត្រកូលចាំងយើងនេះរបស់ខ្ញុំនេះរបស់ខ្ញុំនេះរបស់ខ្ញុំនេះជានាមបានរបស់ខ្ញុំសូមលោកមើលបងស្រីមើលលីយានល្អជាងអ្វីដែលយើងគិតទៅទៀតបងស្រីបងនឹងលោកតាគ្រាន់តែត្រូវគាត់បោកបញ្ឆោតហើយអ្នកដែលអាចលីឡំជាមួយពួកក្មេងទំនើងតើអាចជាមនុស្សល្អបានយ៉ាងម៉េចទៅការភ្ជាប់ពាក្យជាមួយគាត់គ្រាន់តែជាល្បិចបណ្ដោះអាសន្នប៉ុណ្ណោះខ្ញុំមិនរៀបការជាមួយគាត់ទេអីយ៉ាស៊ីយានអ្នកយល់ច្រឡំពីលីយានហើយអ្នកនឹងស្ដាយក្រោយមិនខានលោកស្រីស៊ូមិនទើបតែស្រាវជ្រាវបង្កើតបានជោគជ័យក្រែមលាបមុខថ្មីដែលត្រៀមដាក់លក់នៅសប្តាហ៍ក្រោយក្រែមស្បែកព្រើគឺទិន្នន័យពិសោធន៍នៃរូបមន្តស្នូលរបស់វាប្រហែលជាបែកធ្លីហើយស្អីគេកាត់អីបណ្ឌិតលីពីផ្នែកបច្ចេកទេសបានលាលែងពីតំណែងការពីម្សិលមិញព្រឹកមិញនេះក្រុមហ៊ុន He Family Hunter Group បានចេញផលិតផលថ្មីមួយដែលមានសារធាតុផ្សំសំខាន់ដូចរបស់យើងបេះបិទលោកបណ្ឌិតលីមិនក៏អាចឆែកមើលរាយការណ៍ប៉ូលីសភ្លាមស្នើសុំការពីការសម្ងាត់ពាណិជ្ជកម្មកំពុងធ្វើហើយតែលោកស្រីស៊ូរឿងបែបនេះពិបាករកភស្តុតាងណាស់ហើយក៏ចំណាយពេលយូរដែរដល់ពេលសៅក្រុមចេញទីផ្សារប្រកាសជាត្រូវពួកគេដណ្ដើមអស់ហើយមិនក៏ទៅជាបែបនេះនេះជាគម្រោងសំខាន់បំផុតប្រចាំឆ្នាំនេះអូកញ្ញាទី2កាត់អីហ្នឹងអ្នកណាធ្វើបាបអ្នកមិនក៏មុខជូរដូចមុខលីអីចឹងមិនមែនជារឿងរបស់អ្នកទេប៉ៅស៊ីគឺបងស្រីអ្នកថាអ្នកបានទទួលមរតកក្រុមហ៊ុនអស្របស់គ្រួសារអ្នកកាត់អីមានរឿងពិបាកអីមែនទេប្រាប់ខ្ញុំមកប្រហែលជាខ្ញុំអាចជួយអ្នកបានទោះបីជាបានភ្ជាប់ពាក្យហើយក៏ដោយក៏កញ្ញាទី2ដែលរឹងរូសបែបនេះមិនមែនជាដំណោះស្រាយទេខ្ញុំមិនទាន់រកវិធីបានទេអ្នកជួយខ្ញុំអ្នកអាចជួយខ្ញុំនេះជាការលេខឃ្លីការសម្ងាត់ពាណិជ្ជកម្មខាត់បងរាប់ពាន់លានអ្នកចេះរកស៊ីទេអ្នកយកពីរូបមន្តថែរក្សាសម្រាប់ទេរូបមន្តមានតើចង់បានប៉ុន្មានក៏មានដែរវាមិនពិបាកទេតើនេះគឺជារូបមន្តពិសេសរបស់ស្ដេចសម្រស់ស្បែកទឹកកកខ្ញុំមិនហ៊ាននិយាយថាអ្នកប្រើប្រាស់អាចក្មេងជាងវ័យជារៀងរហូតទេតែបើសិនជាក្មេងជាង20ឆ្នាំគឺគ្មានបញ្ហាទេតាមពិតគ្រាន់តែបន្ថែមយិនសិនភ្នំទឹកកកមួយទៀតគឺអាចក្មេងជាងវ័យជារៀងរហូតបានហើយតែមើលទៅតាមច្បាប់ធម្មជាតិឈប់ទៅចុះលីយ៉នឥឡូវខ្ញុំគ្មានអារម្មណ៍លេងសើចជាមួយអ្នកទេអ្នកដឹងទេថាការបង្កើតរូបមន្តថ្មីមួយត្រូវចំណាយពេលប៉ុន្មានត្រូវពិសោធន៍ប៉ុន្មានដងទើបសរសេរមុខម្ហូបអីចឹងសុំមើលស៊ូជាយានអ្នកកាត់អីស៊ីវអឺគាត់ក៏មានបំណងល្អដែរមិនអ្នកនៅតែមិនដឹងខុសត្រូវអីចឹងខ្ញុំមិនដឹងខុសត្រូវអ្នកដឹងអត់ថាលើកនេះគូប្រជែងជានរណាគឺត្រកូលហឺគឺសៀវជេនេះច្បាស់ជាដោយសាររឿងលើកមុនហើយគាត់ចិត្តណាមកបង្កបញ្ហាកុំឲ្យខ្ញុំខុសបំណងល្អអីហើយស៊ូជាស៊ីអ្នកទៅណាមិនសប្បាយចិត្តទៅរកមិត្តភក្តិផឹកខ្លួនឯងសុទ្ធតែល្ងងងាប់ទៅហើយមិនក៏មានរូបមន្តថែរក្សាសម្រស់អីកញ្ញាជឿអ្នកមែនក្បាលពិតជាត្រូវទ្វារគៀបហើយបណ្ឌិតលីលើកនេះអរគុណអ្នកច្រើនមិនត្រឹមតែនាំយករូបមន្តមកទេថែមទាំងបានផ្លាស់មកក្រុមហ៊ុនយើងមុនទៀតបើលើកនេះផលិតផលលក់ដាច់ខ្លាំងគឺជានឹងជាគម្រោងអ្នកមានមើលទៅលោកគឺសរសើរខ្ញុំពេកហើយគឺក្មេងស្រីស៊ូជាយាននោះនាងមានភ្នែកតែគ្មានគុជតែងតែសង្កត់ខ្ញុំនៅតែលោកគឺសិនមានភ្នែកទិព្វដូចលោកតាមលោកគឺទើបមានលុយត្រកូលស៊ូទោះបីជាអ្នកមានបំផុតនៅជាងចឹងក៏ដោយតែឧស្សាហកម្មសំខាន់បំផុតរបស់ពួកគេ
នៅតែជាគ្រឿងសម្អាងនិងថែរក្សាសម្រស់ចាំខ្ញុំលេបត្របាក់ទីផ្សាររបស់អ្នកទាំងអស់ដល់ពេលនោះមើលខ្ញុំមិនលេងសាច់ទៀតអ្នកនឹងធ្វើម៉េចនរណាគ្មានសិលធម៌អីចឹង ម្សៅគុជខ្យងអាយុ100ឆ្នាំអាចបំបែកបាន សុទ្ធតែញ៉ៃអីគេ ដូចជានេះគឺជារូបមន្តដ៏អស្ចារ្យមិញនេះស្ដាប់ទៅដូចជាមិនស្រួលលោកហ៊ឺនេះគឺជារូបមន្តថែរក្សាសម្រស់ដ៏អស្ចារ្យអ្នកមើលគំនិតនៃការផ្សំនៅទីនេះស្ដេចមន្ត្រីជំនួយការអ្នកនាំផ្លូវគឺល្អឥតខ្ចោះនេះល្អជាងរូបមន្តដែលយើងលួចពីតកូស៊ូនោះរូបមន្តក្រែមស្បែកព្រើខ្ពស់ជាងមិនដឹងប៉ុន្មានកម្រិតទេពិតជាពិតមែនខ្ញុំស្រាវជ្រាវអសថែរក្សាសម្រស់20ឆ្នាំហើយមិនដែលឃើញពីមុនមកទេនេះឈួតហើយមានតម្លៃមហាសាលកុំថាឡើយត្រកូលស៊ូតូចតាចរបស់គាត់ទោះបីជាដៃគូប្រកួតប្រជែងទូទាំងពិភពលោករួមគ្នាក៏មិនមែនជាគូប្រកួតរបស់យើងដែរគ្រាន់តែថាក្នុងនេះមានអស់មួយចំនួនតម្លៃផលិតវាថ្លៃបន្តិចតែលោកអាចទុកចិត្តបានខ្ញុំអាចជ្រើសរើសអសផ្សេងទៀតជំនួសបានឲ្យតែប្រើត្រូវវិធីប្រសិទ្ធភាពក៏មិនខុសគ្នាខ្លាំងពេកដែរព្រះជួយខ្ញុំហើយព្រះជួយគ្រួសារខ្ញុំហើយប្រញាប់ទុកលុយនេះឲ្យល្អទៅយើងត្រឡប់ទៅវិញនិងចាប់ផ្ដើមផលិតភ្លាមជួបគ្នាលើក1យាយជៀននិយាយថាអ្នកភ្ជាប់ពាក្យហើយមិនឃើញអ្នកនាំគាត់មកណែនាំផងឲ្យពួកយើងបានស្គាល់ផងខ្ញុំក៏ថាគាត់មកពីជនបទដែរអ្នកជនបទមិនសូវចេះរៀបចំខ្លួនមែនទេកុំនិយាយពីគាត់អីអស់អារម្មណ៍គាត់អត់មានអ្វីទាំងអស់ចេះតែនិយាយអួតមួយរយៈមុនរូបមន្តគ្រួសារស៊ូមិនមែនត្រូវគេលួចទេពួកអ្នកទីមើលថាគាត់ធ្វើម៉េចគាត់សរសេររូបមន្តមួយហើយនិយាយថាឲ្យតែផលិតត្រង់ទ្រីធំគ្រួសារស៊ូរបស់យើងនឹងក្លាយជាលេខ1លើពិភពលោកហឺអស់ចាយម្លេះប្រហែលជាក្នុងរឿងប្រឡំលោកបណ្ដោះបណ្ដាទេដឹងទៅជាថ្នាំជួយានតានអីហ្នឹងខ្ញុំមិនដឹងថាវាជាជួយានតានឬអត់តែខ្ញុំយល់ច្បាស់រឿងមួយរៀបការគួរតែរកគូដែលសមគ្នាទើបល្អដូច្នេះពួកអ្នកទាំងពីរទៅថ្ងៃមុខរកគូត្រូវតែប្រយ័ត្នប្រយែងអូយជៀនអ្នកក៏មិនគួរនិយាយបែបនេះដែរមិនមែននៅមានលោកឌូដែលចាប់អារម្មណ៍អ្នកខ្លាំងទេជៀនបើអ្នកមិនចូលចិត្តគាត់បែបនេះហើយគាត់មកទីនេះទៅពួកយើងនឹងជួយឲ្យគាត់ដឹងខ្លួនឲ្យគាត់ដឹងពីកម្រិតខ្លួនឯងត្រូវហើយខ្ញុំគួរតែឲ្យគាត់ឃើញផ្ទាល់ភ្នែកថាគាត់និងខ្ញុំមិនមែនជាមនុស្សកម្រិតដូចគ្នាពេលឃើញទស្សនវិជ្ជាធំបែបនេះអ្នកដែលមានគិតយល់បន្តិចបន្តួចប្រកាសជាដកថយហើយមែនហើយជៀនគូដណ្ដឹងរបស់អ្នកពិតជាប្លែកមែនកុំថាឡើយអ្នកជនបទនិយាយថាគាត់ជាអ្នកសុំទានខ្ញុំក៏ជឿដែរហាហាហាមិនមែនទេអ្នកយ៉ាងហោចណាស់ក៏រស់នៅផ្ទះគ្រួសារស៊ូយើងដែរតំណាងមុខមាត់ត្រកូលស៊ូអ្នកចេញទៅក្រៅមិនដឹងទេអីដូរខោអាវទៅមានរឿងអីខ្ញុំគិតថាវាល្អមានអ្វីមិនសមរម្យទេអ្នកមិនបានទូរស័ព្ទមកខ្ញុំទេខ្ញុំមានការប្រញាប់ខ្ញុំលួងលោមខ្លួនឯងដូច្នេះអ្នកកុំខ្វល់អីឈប់ទៅខ្ជិលឆ្លុះជាមួយអ្នកណាអ្នកមកទីនេះខ្ញុំនឹងណែនាំមិត្តភក្តិខ្លះឲ្យអ្នកស្គាល់មិនបាច់ខ្វល់ពីខ្ញុំទេអង្គុយត្រង់នេះនិយាយទៅនេះគឺលោកឌូជាកូនប្រុសម្នាក់ក្នុងចំណោមត្រកូលធំទាំង4ជាកូនប្រុសរបស់ត្រកូលឌូចំណែកពីរអ្នកនេះជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់ជាមេធាវីអន្តរជាតិហើយម្នាក់ទៀតគ្រួសារគាត់រកស៊ីគ្រឿងអលង្ការសួស្ដីលោកលីអ្នកដែលចូលក្នុងរង្វង់យើងមានលុយគឺជារឿងមូលដ្ឋានបំផុតមិនដឹងថាលោកលីធ្វើការនៅកន្លែងណាដែរខ្ញុំទើបតែចុះពីភ្នំមិនទាន់មានការងារធ្វើទេអូអញ្ចឹងគឺអ្នកស៊ីឈ្នួលគេទេអីស៊ីឈ្នួលគេក៏ស៊ីឈ្នួលគេទៅមិនបាច់និយាយឲ្យវាធំដុំពេកទេយល់ហើយអាចយល់បានអ្នកស្រ័យទេដឹងទើបមកដល់ទីក្រុងគឺបែបនេះឯងអញចេះចុះ
ឃើញកែវភ្នែកស៊ីយានអ្នកមកក្រុមហ៊ុនខ្ញុំទៅចៃដន្យឲ្យអីក្រុមហ៊ុនខ្ញុំមីងលីវដែលសម្អាតបង្គន់ទៅតែលីជុកកាពីខែមុនអ្នកមកធ្វើការបានហើយ មនុស្សអីក៏មិនប្រញាប់អរគុណលោកឌូទៅ មនុស្សធំដូចលោកឌូខ្ញុំសុខចិត្តជួយអ្នកតែអ្នកមិនជឿទេគឺបរិសម្នាក់ទីបំផុតត្រូវតែមានអាជីពផ្ទាល់ខ្លួនបើមិនដូច្នោះទេទោះបីជាខ្លាចជាកូនប្រសាររស់នៅផ្ទះគេក៏ដោយក៏ឆាប់ឬយូរនឹងត្រូវគេបណ្ដេញចេញពីផ្ទះដែរលោកឌូទឹកចិត្តល្អរបស់អ្នកខ្ញុំទទួលស្គាល់ហើយពួកយើងមិនបាច់ទេអ្នកគួរតែខ្វល់ពីខ្លួនឯងវិញទៅខ្ញុំគិតមើលទៅថ្ងៃនេះអ្នកនឹងជួបគ្រោះថ្នាក់ជាមិនខានចង់បង្កបញ្ហាអាចឈួតអញជួយអញដោយចិត្តល្អអញមិនដឹងគុណទេអីតើលោកម្ចាស់ទី2ឲ្យមុខអ្នកហើយមែនទេលួចរបស់ហើយជាអ្នកណារបស់ក្រែមលៀបមាត់ជាអ្នកនឹង ឈប់ទៅអ្នកគ្រប់គ្រាន់ហើយមនុស្សម្នាក់នេះមុខក្រាស់ម្លេះអូពួកគេទៅតែនិយាយច្រើនណាស់តើមនុស្សម្នាក់នេះមិនមានអារម្មណ៍ខ្មាស់អៀនបន្តិចសោះទេខ្មាស់អៀនទេខ្ញុំនៅមានការងារនៅក្រុមហ៊ុនខ្ញុំទៀតយប់នេះឈប់ត្រឹមនេះសិនថៅកែនេះហើយជាស្រីដែលខ្ញុំប្រាប់លោកម្ចាស់ថាស្អាតស្រីសិចស៊ីនោះមិនអាក្រក់ទេពិតជាមិនអាក្រក់មែនយប់នេះបងប្អូនយើងពិតជាមានសំណាងហើយនាំនាងទៅឈប់មិត្តរបស់លោកម្ចាស់ឌូអ្នកហ៊ានប៉ះពាល់ឬមិនចង់រស់ទៀតទេអ្នកជាក្មេងស្ទាវមកពីណាអ្នកស្ដាប់ឲ្យច្បាស់ឪពុកខ្ញុំគឺឌូហ៊ូជើខ្ញុំជាអ្នកស្នងមរតកតែមួយគត់របស់ក្រុមហ៊ុនឌូឥឡូវទើបដឹងខ្លះជឺយឺតពេលហើយជាយ៉ាង ខ្ញុំប្រាប់អ្នកយ៉ាងម៉េចដែរពេលមានអាសន្នលោកម្ចាស់ឌូនៅតែត្រូវជួយអ្នកអីយ៉ាមិនដូចអ្នកខ្លះទេឋានៈមិនអាចប្រៀបនឹងលោកម្ចាស់ឌូក៏មិនអីដែរហើយថែមទាំងជាមនុស្សអំថយទាំងស្រុងទៀតគូដណ្ដឹងរបស់ខ្លួនឯងជាប់ក្នុងគ្រោះថ្នាក់នៅត្រូវការបរិបផ្សេងជួយទៀតបើខ្ញុំជាគាត់ខ្ញុំទិញទៅហ៊ុំបកក្បាលស្លាប់យូរហើយទោះបីឌូជាថេងក៏មិនមែនជាមនុស្សល្អដែរតែយ៉ាងហោចណាស់ក៏ប្រសើរជាងលីយ៉ុនជាងរាប់រយដងដែរពិតជាគួរថតឈុតនេះទុកណាស់ឲ្យលោកតាបានមើលឲ្យបានច្បាស់ពិតជាមានគ្រោះថ្នាក់បង្ហូរឈាមមែនពិតជាធ្វើឲ្យគ្រូទីចាស់របស់ខ្ញុំនិយាយត្រូវមែនអ្នកហ៊ានវីទៅដឹងថាអញជាអ្នកណាទេអញជាមនុស្សរបស់លោកម្ចាស់អញជើញមកថ្ងៃនេះអង្គរៈទី1នៃពិភពក្រោមដីចៅធានសុងគឺជាកូនសិស្សរបស់សាយុទ្ធធរគេល្បីថាគាត់សម្លាប់មនុស្សមិនព្រិចភ្នែកទេអ្នកណាដែលហ៊ានធ្វើឲ្យគាត់អាក់អន់ចិត្តគ្មានអ្នកណាបានល្អទេខ្ញុំណែនាំអ្នកឲ្យកុំរវល់រឿងគេពេកនៅហ៊ានធ្វើជាវីរបុរសជួយស្រីស្អាតទៀតឬអីយ៉ាកុំធ្វើអីហើយចៅហានលូមនុស្សនេះខ្ញុំមិនស្គាល់ទេក្នុងក្រសែភ្នែករបស់ស្ដេចឈីនត្រកូលឌូតូចតាចរបស់ខ្ញុំមិនបានការអីទេនៅតែហ៊ានបង្អួតទៀតសៀវមីងមកលេងសប្បាយជាមួយបងប្រុសបន្តិចមកវីទៅអញឈួតហើយឬគាត់ជាចៅហ្វាយចៅឆាងបើអញធ្វើឲ្យគាត់របួសកុំថាឡើយឯងពួកយើងក៏ត្រូវស្លាប់ដែរស្អីអញវីទៅហើយចៅហ្វាយចៅឆាងរឿងនេះសុទ្ធតែជាទង្វើរបស់ជនបទម្នាក់នេះទេមិនពាក់ព័ន្ធនឹងពួកយើងទេបើលោកចង់សម្លាប់វាឥឡូវនេះពួកយើងគ្មានមតិជំទាស់ទេពួកយើងក៏គ្មានមតិជំទាស់ដែរអញនឹងធ្វើឲ្យអញមើលមិនឃើញថ្ងៃស្អែកទេវីទៅខ្ញុំចង់មើលថាអ្នកណាហ៊ានប៉ះលោកគ្រូយីរងសុំទោសដែលមកយឺតលោកម្ចាស់ខ្លាអធិរាជក្រោមដីនៃទីក្រុងខាងកើតហើយអ្វីគាត់គោរពលីយានខ្លាំងម្ល៉េះទោះជាជីតារបស់ជឿយានក៏ធ្វើមិនបានដែរស៊ីធានវូអ្នកចង់ន័យថាម៉េចចង់ធ្វើសង្គ្រាមជាមួយស្ដេចឈីនរបស់ពួកយើងឬអាហាខ្ញុំមិនចង់ធ្វើសង្គ្រាមទេប៉ុន្តែអ្នកណាដែលធ្វើបាបលោកលីគឺមានន័យថាប្រឆាំងនឹងខ្ញុំស៊ីធានវូអ្នកកុំស្ដាយក្រោយឲ្យសោះហេកញ្ញាធំចៅហ្វាយរបស់ខ្ញុំត្រូវគេវាយហើយនេះខ្លាំងណាស់អ្នកមកដោយខ្លួនឯងមកខ្ញុំកំពុងរងចាំអ្នកលោកគ្រូឥឡូវមានបញ្ហាហើយកញ្ញាធំនៃក្រុមឈីងបាងនេះយូគឺជាអ្នកជំនាញកម្រិតកំពូលខ្ញុំគិតថាអ្នកគួរតែនាំកញ្ញាស៊ូចេញទៅរកផ្លូវរួចខ្លួនទៅកម្រិតកំពូលហើយនៅជាក្មេងស្រីទៀតគួរឲ្យចាប់អារម្មណ៍បន្តិចហើយ
នេះហើយជាកញ្ញាធំនៃក្រុមជីងបាំងនេះយូយូពិតជាមានអធិពលគួរឲ្យខ្លាចណាស់មិនឆ្ងល់ទេគ្រាន់តែមើលនាងម្ដងក៏ព្រឹសសម្បត្តិដែរកន្លែងនេះមិនគួរនៅយូរទេខុសហើយកញ្ញាធំនេះជាគាត់លោកជំទាវហេតុអ្វីអ្នកដើមម្នាក់ឯង អ្នកគិតថាខ្ញុំម្នាក់ឯងមិនគ្រប់គ្រាន់មែនទេ គ្រប់គ្រាន់ហើយនៅក្នុងក្រុមទាំងនេះគ្មានអ្នកណាសូម្បីតែប្រុសម្នាក់នេះក៏ដោយក្រៅពីអ្នកជួយអ្នកគ្មានអ្នកណាជាគូប្រជែងរបស់អ្នកទៀតទេចប់ហើយពេលនេះចប់សពគ្រប់ហើយអុយម៉ែសូម្បីតែលោកជំទាវក៏មកដល់ដែរយប់នេះពួកយើងប្រហែលជាគេចមិនរួចពីគ្រោះថ្នាក់ទេហ៊ានមើលងាយអ្វីគ្រាន់តែក្បាច់គុណត្រីកនបិសាចរបស់អ្នកក៏ហ៊ានមកមើលងាយក្រុមជីងរបស់ខ្ញុំដែរលុតជង្គង់សុំទោសខ្ញុំទៅហើយកាត់ដៃខ្លួនឯងមួយទៀតខ្ញុំនឹងទុកជីវិតឆ្កែរបស់អ្នកកុំថាអីនាងតូចស្បែកខ្មៅនេះក៏ស្អាតដែរគ្រាន់តែនិស័យនាងរៀងកាច់បន្តិចក្បាច់គុណរបស់អ្នកនេះហាត់ខុសខ្យល់ហើយមែនទេថាពេលអ្នកហាត់ក្បាច់គុណធម្មតាមានអារម្មណ៍ថាពោះមានមកចូលរាប់ពាន់ដើមកំពុងចាក់ពោះខ្លួនឯងពេលខ្លះតែងតែមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង អ្នកដឹងដោយរបៀបណា ខ្ញុំមើលដឹងតើ មិនមែនបែបនេះទេ ខ្ញុំនឹងជួយអ្នកព្យាបាលឲ្យជាដាច់អ្នកឲ្យខ្ញុំវីគូតអ្នក10ដងទៅ ដឹងទូជឿអ្នករកស្លាប់ហើយដឹងទូជឿអ្នករកស្លាប់ហើយ លបឿនយឺតពេកកម្លាំងខ្លាំងពេកជើងរអិលវិជាក្បាច់នេះងាយគ្រោះថ្នាក់ណាស់កម្លាំងក្បាច់នេះរៀងរេហើយមើលទៅអ្នកស្លាប់ហើយពិតមែនគ្រូរបស់អ្នកមើលទៅក៏មិនបាត់ខ្លួនដែរ អ្នកអាមនុស្សថោកទាបបើខ្ញុំស្លាប់ទៅធ្វើម៉េច ខ្ញុំស្វាគមន៍ជានិច្ចតោះយើងទៅមិនបាច់ជូនទេលោកលីអ្នកពិតជាមិនគួរណាអ្នកមិនស្គាល់អ្នកខ្លាំងកម្រិតបំផ្លាញធម្មពលផងកាលខ្ញុំអាយុ3ឆ្នាំខ្ញុំបានវាអ្នកខ្លាំងកម្រិតបំផ្លាញធម្មពលរហូតដល់រកថ្មីមិនឃើញពេញដីហើយ3ឆ្នាំគ្រប់គ្រាន់ហើយលីយ៉នអ្នកនៅតែអ៊ូទៀតឬអ្នកដឹងទេថាលើកនេះអ្នកបាននាំបញ្ហាធំប៉ុណ្ណាមកឲ្យគ្រួសារស៊ូរបស់យើងមេបាក់ជីងបានជាមនុស្សចង់គំនុំណាស់ថ្ងៃនេះអ្នកបានប្រមាថកូនស្រីរបស់គាត់បែបនេះគាត់នឹងគិតកាន់នេះមកលើយើងទាំងអស់គ្នាគ្រួសារស៊ូរបស់យើងអាចនឹងជួបគ្រោះមហន្តរាយធំដោយសារអ្នកហើយអ្វីបានជាខ្ញុំទៅតាក់ទងនឹងអ្នកដែលជាអ្នកបង្កបញ្ហាបែបនេះហេខ្ញុំមិនទាន់លើកជង្គង់ជួយអ្នកទៀតទេឬបាក់ជីងបានខ្លាំងណាស់មែនទេមិនត្រឹមតែខ្លាំងនោះទេគឺខ្លាំងណាស់មេបាក់នីសៀងហៃគឺជាអ្នកខ្លាំងតែម្នាក់គត់នៅក្រុងជៀងឆឹងដែលបានបំបីកម្រិតមេធំខ្ញុំអាចនិយាយបានថាដរាបណានៅក្រុងជៀងឆឹងគ្មានអ្នកណាហ៊ានមិនឲ្យមុខបាក់ជីងបាននោះទេមើលទៅក្រោយយប់នេះខ្ញុំក៏ត្រូវចេញទៅលាក់ខ្លួនដែរហើយកុំបារម្ភអ្នកក៏មិនបាច់ចេញទៅលាក់ខ្លួនដែរបើមានខ្ញុំនៅទីនេះពួកគេហ៊ានរករឿងអ្នកប្រាប់ខ្ញុំមកខ្ញុំនឹងជួយកម្ចាត់ពួកគេចោលទៅលោកលីនេះពិតជាមានសមត្ថភាពបន្តិចមែនប៉ុន្តែក៏បង្ហាញខ្លួនខ្លាំងពេកដែរមិនដឹងថាលើមនុស្សនៅមានមនុស្សលើមេឃនៅមានមេឃទេមិនយូរមិនឆាប់នឹងជួបបញ្ហាធំហើយ កំហុសដែលខ្ញុំបានធ្វើខ្ញុំត្រូវតែសម្លាប់គាត់ដោយដៃខ្លួនឯងអ្នកត្រូវតែជួយខ្ញុំសងសឹកផងប៉ាត្រូវតែជួយខ្ញុំសងសឹកផងគ្រាន់តែតាមរយៈការសង្កេតក៏អាចមើលឃើញបញ្ហាលាក់កំបាំងនៃសរសៃឈាមសំខាន់ទាំងពីររបស់អ្នកបានដែរថែមទាំងអាចលេងសើចបានយ៉ាងងាយស្រួលទៀតមនុស្សម្នាក់នេះពិតជាមិនធម្មតាទេគាត់ខ្លាំងយ៉ាងណាក៏ជាមនុស្សម្នាក់ដែរប៉ាប៉ាឈីងបាំងរបស់យើងខ្លាចអ្នកណាប្រមូលមនុស្សទៅផ្ទះត្រកូលស៊ូយកខ្លួនគាត់មកចាប់គាត់ទៅខ្ញុំនឹងសម្លាប់គាត់ដោយដៃខ្លួនឯងកុំបារម្ភបងស្រីស៊ូជាមនុស្សមានសុខភាពល្អវិធីសាស្ត្ររបស់បងស្រីស៊ូគឺខ្លាំងណាស់នាងបានធ្វើឲ្យគេចុះចាញ់រួចហើយដល់ពេលត្រូវដាស់តឿនពួកគេឲ្យបានល្អហើយប៉ាតើប៉ាចង់មានន័យថាស៊ីវយ៉នលោកតាស៊ូជាយានកាត់អីមិនក៏ម្នាក់មកជួយអញ្ចឹងឯងជាមនុស្សនាំរឿងឯងនៅមានមុខត្រឡប់មកវិញទៀតជាយានកុំនិយាយអញ្ចឹងស៊ីវយ៉នគេមកជួយអ្នកទេជួយខ្ញុំមិនចង់ឲ្យគេជួយខ្ញុំទេបើមិនមែនដោយសារគេទេខ្ញុំអាចនិយាយរឿងនេះឲ្យបានល្អជាងនេះស៊ូជាយានអ្នកឈប់និយាយទៅ
តើអ្នកខ្លាចជាមនុស្សមិនដឹងគុណតាំងពីពេលណាស៊ីវយ៉នសុំទោសខ្ញុំមិនបានអប់រំចៅស្រីរបស់ខ្ញុំឲ្យបានល្អទេរឿងថ្ងៃនេះអរគុណអ្នកបើមិនអីចឹងទេជឿសៀនគេពិតជាធ្លាក់ក្នុងកណ្ដាប់ដៃខ្លះហើយលោកតាស៊ូពាក្យនេះមិនគួរនិយាយចឹងទេមិនថាយ៉ាងណានាងក៏ជាគូដណ្ដឹងរបស់ខ្ញុំដែរការពារនិងជួយសង្គ្រោះនាងគឺជាអ្វីដែលខ្ញុំគួរធ្វើប៉ាមិនល្អទេខាងស៊ើបការបានដាក់អសានវាចុងក្រោយមកយើងហើយឲ្យខ្ញុំប្រគល់កូនស្រីក្នុងរយៈពេល1ថ្ងៃហើយទាមទារសំណងខូចខាតផ្លូវចិត្ត1000លានសម្រាប់រឿងនេះមួយបើមិនអីចឹងទេពួកគេនឹងបំផ្លាញត្រកូលស៊ូរបស់យើងចោលលោកតាឥឡូវនេះយើងគួរធ្វើម៉េចទៅបើពិតជាមិនអាចទេក៏ប្រគល់កូនស្រីទៅយ៉ាងណាក៏ដោយនាងក៏គ្មានទំនាក់ទំនងអ្វីជាមួយយើងដែរអីខ្ញុំថាប្រគល់នាងទៅបែបនេះត្រកូលស៊ូរបស់យើងនឹងមានសុវត្ថិភាពគ្រោះថ្នាក់ហើយខ្ញុំពិតជាមិនហ៊ានប៉ះពាល់ពួកគេទេអាមនុស្សថោកទាបនេះស៊ីវយ៉នមិនត្រឹមតែជាអ្នកសង្គ្រោះជីវិតកូនស្រីរបស់អ្នកទេថែមទាំងជាកូនប្រសាររបស់ត្រកូលស៊ូយើងទៀតផងមិនក៏អ្នកនិយាយពាក្យថោកទាបបែបនេះកូនប្រសារត្រកូលស៊ូគេជាកូនប្រសារអីគេពេលរៀបការខ្ញុំមិនយល់ព្រមដាច់ខាតគេគ្រាន់តែជាអ្នកស្រែមកពីជនបទប៉ុណ្ណោះមិនក៏គេអាចស័ក្តិសមនឹងកូនស្រីរបស់ខ្ញុំទៅចេញទៅអញចេញទៅឲ្យឆ្ងាយពីទីនេះភ្លាមទៅខ្ញុំមិនចង់ឃើញមុខអ្នកទៀតទេខ្ញុំមិនចេញទៅណាទេបើអ្នកណាត្រូវទៅក៏គាត់ទៅដែរប៉ាធ្វើឲ្យខ្ញុំអស់សង្ឃឹមខ្លាំងណាស់មិនថាយ៉ាងណាទេលីយ៉នគឺជាសមាជិកគ្រួសារយើងណែសៀវយ៉នអ្នកកុំបារម្ភអីពួកគេមិនខ្វល់ពីអ្នកទេខ្ញុំនឹងមើលថែអ្នកមិនថាយ៉ាងណាទេខ្ញុំស៊ូអ៊ីយ៉ាណានឹងការពារអ្នកដល់ទីបំផុតទោះស្លាប់ក៏ដោយលោកតាទី4បើអ្នកទាំងអស់គ្នាជួយខ្ញុំអ្នកទាំងអស់គ្នាកុំធ្វើអ្វីទាំងអស់ខ្ញុំនឹងនៅពេលនេះនៅថ្ងៃស្អែកឲ្យនីសៀងហៃស៊ីនប៉ាំងមកសុំទោសអ្នកដោយផ្ទាល់លីយ៉នថ្ងៃនេះអ្នកមិនត្រូវចេញពីផ្ទះត្រកូលស៊ូសំបីមួយជំហានទេបើមិនដូច្នោះទេខ្ញុំនិងលោកតាក៏មិនអាចការពារអ្នកបានដែរអ្នកនៅទីនេះទៅមិនបាច់ទៅណាទេបងស្រីអ្នកបិទមាត់ទៅរឿងដែលខ្ញុំស៊ូជាយានស្ដាយបំផុតក្នុងជីវិតនេះគឺការចាក់ចេញពីអ្នកដោយសារបងស្រីយានមិនឲ្យខ្ញុំទៅអញ្ចឹងខ្ញុំអាចត្រឹមតែរងចាំនៅទីនេះបានហើយយូសៀវហៃអ្នកត្រូវតែមកឲ្យបានណាអាឡូយូទៀនហ៊ូមុនយប់ស្អែកសូមជួយការពារមនុស្សក្នុងត្រកូលស៊ូរបស់ខ្ញុំផងអ្នកមិនបាននិយាយថាប្រហែលឆ្នាំនេះអ្នកត្រូវបានក្រុមឈីងប៉ាងគៀបសង្កត់ទេស្អែកមកផ្ទះត្រកូលស៊ូខ្ញុំនឹងឲ្យអ្នកដោះស្រាយដោយផ្ទាល់លោកតាគាត់យ៉ាងម៉េចហើយបានជួបក្រុមនីសៀងហៃទេពួកគេបិទទ្វារមិនព្រមជួបទេពួកគេថាបើមិនប្រគល់អ្នកដែលត្រូវដោះស្រាយឲ្យទេនិយាយអ្វីក៏គ្មានប្រយោជន៍ដែរហេតុអ្វីបានជាបែបនេះទៅវិញដល់ពេលនេះហើយអ្នកនៅតែមិនព្រមលាក់បងទៀតតើអ្នកពិតជាដើម្បីតែមនុស្សក្រៅម្នាក់ហ៊ានមើលត្រកូលស៊ូរបស់ខ្ញុំមន្ទីរពេទ្យអាយុរាប់រយឆ្នាំត្រូវគេយកទៅដែរឬពិតមកទៅមនុស្សអកតញ្ញូនាំសុនសានហឺចេញមកនេះសៀវហៃមិនមែនគ្រាន់តែចង់បានត្រកូលស៊ូទាំងមូលរបស់ខ្ញុំទេខ្ញុំឲ្យគាត់ទៅចុះលោកតាស៊ូកុំបារម្ភអីមានខ្ញុំនៅទីនេះលីយានមិនអាចបង្កបញ្ហាអ្វីបានទេឥឡូវនេះដល់ពេលណាហើយអ្នកនៅតែនិយាយអួតទៀតបើខ្ញុំជាអ្នកខ្ញុំនឹងទៅសុំទោសឪពុកខ្ញុំនៅឈីងបាំងឥឡូវនេះមិននៅយំនៅផ្ទះត្រកូលស៊ូនេះទេស៊ីយានអ្នកនិយាយអីហ្នឹងអ្វីដែលស៊ីយានបាននិយាយគឺសុទ្ធតែជាផែនការអ្នកកុំយកវាទុកក្នុងចិត្តអីប៉ុន្តែស៊ូជាងអ្នកពិតជាមិនអាចនៅទីនេះទៀតទេខ្ញុំបានរៀបចំសម្បត្តិយន្តហោះឲ្យអ្នកហើយឆ្លៀតពេលដែលពួកគេមិនទាន់មកដល់អ្នកប្រញាប់ចាក់ចេញពីទីក្រុងនេះទៅហោះហេតុអីពួកគេមកលឿនម្លេះតបមកមេតបទប់ទឹកមកដីបិទចង់ឲ្យខ្ញុំស៊ូសានហឺប្រកូលសាច់ញាតិរបស់ខ្ញុំឬគ្មានផ្លូវទេសៀវយ៉ានអ្នកនាំពួកគេទៅបន្ទប់ក្រោមដីទៅនៅទីនេះមានខ្ញុំនិងលោកតាប៉ៅស៊ីអ្នកកំពុងធ្វើអីហ្នឹងឈោស្ងៀមធ្វើអីនាំពួកគេទៅបន្ទប់ក្រោមដីលឿនឡើងរឿងដែលនៅសល់ទុកឲ្យខ្ញុំចាត់ទុកថាអ្នកមានមន្តសការខ្លះដែរអ្នកគឺជាមនុស្សឥតប្រយោជន៍របស់ត្រកូលស៊ូនោះមែនទេស៊ូសានហឺណៃណាគាត់លាក់ខ្លួនហើយទុកអ្នកម្នាក់ឯងឲ្យមកស្លាប់ដូចឆ្កែអាមនុស្សចៅហ្វាយើងចង់និយាយជាមួយអ្នកណាថាលោកលីនៅម្នាក់ឯងហើយមានខ្ញុំទៀតពី
ពីម្សិលមិញដល់ថ្ងៃនេះជីងបាំងរបស់អ្នកបានវាខ្ញុំឲ្យស្លាប់វាឲ្យរបួសប៉ុន្មានដងហើយថ្ងៃនេះខ្ញុំចង់ឲ្យពួកគេសងដោយជីវិតត្រឹមតែអ្នកហ្នឹងយើងក៏ធ្លាប់ជួបគ្នាពីមុនមកដែរកុំខ្ជះខ្ជាយពេលវេលាអ្នកមានជំងឺ3មុខក៏ធ្លាប់ជោគជ័យដែរមិនបាច់និយាយដល់ពេលនេះទេតើអ្នកមានអ្វីទៅប្រាប់បងប្អូនរបស់អ្នកអ្នកណាថាគាត់វាអ្នកមិនឈ្នះគាត់គ្រាន់តែត្រូវការមួយក្បាច់ប៉ុណ្ណោះខ្លាចតែអ្នកមើលមិនឃើញផងអ្នកណាថាគាត់វាអ្នកមិនឈ្នះគាត់គ្រាន់តែត្រូវការមួយក្បាច់ប៉ុណ្ណោះខ្លាចតែអ្នកទុកមិនជាប់ផងរាត្រីសួស្ដីអាហោបន្ទាប់មកញ៉ាំហើយអាចឲ្យអ្នកឈានដល់កម្រិតមហាគ្រូបងស្រីអ្នកមិនមែននិយាយលេងទេមែនទេឈួតនេះវាហ៊ានយកក្របពួកលើខ្លួនវាមកចាត់ទុកជាថ្នាំទឹកថែមទាំងអាចបំបីកម្រិតខ្លាយជាមហាគ្រូទៀតសើចចង់ស្លាប់ហើយហាហារំលឹកទៅខ្ញុំធ្លាប់គិតថាវាមិនមែនអីចឹងទេតាមពិតវាគ្រាន់តែជាមនុស្សឈួតប៉ុណ្ណោះហើយអ្នកហ៊ានគោរពមនុស្សឈួតជាមេទៀតអ្នកមកខ្ញុំនឹងកំទេចអ្នកចោលស៊ីម៉ាតៅហួរម៉ាបានប្រថុយជីវិតហើយខ្ញុំសូមញ៉ាំថ្នាំបន្តិចសិននេះគឺការបំបីកម្រិតហើយឈួតនេះហ៊ាននិយាយថាខ្លួនវាបំបីកម្រិតគ្រាន់តែក្របភពមួយគ្រាប់ក៏អាចឲ្យវាបំបីកម្រិតបានដែរអញ្ចឹងមេពួកយើងមិនខ្លាចជាទេវតាទៅហើយទេម៉ែវាប្រយុទ្ធគ្នាទៅមកបែរជាត្រូវមនុស្សឈួត2នាក់នេះចំអកទៅវិញស្ដាប់ឲ្យច្បាស់យកមនុស្ស2នាក់នេះទៅចិញ្ច្រាំឲ្យមកហើយបោះឲ្យសត្វស៊ីមិនអនុញ្ញាតឲ្យនរណាម្នាក់រត់រួចឡើយហ៊ានមិនគោរពលោកលីស្លាប់ទៅតាំងពីទីហ៊ានចាស់នេះចូលនិកាយមកគាត់សាហាវជាងអ្នកសម្លាប់មនុស្សទៅទៀតស៊ូធានហូនេះឯងបង្ខំខ្ញុំទេខ្ញុំឈ្នះហើយលោកគេរាប់លានឈួតនេះច្បាស់ជាខឹងស្លាប់ហើយអូហូសូមអរគុណលោកជាន់ខ្ពស់ដែលបានជួយខ្ញុំឲ្យឈានដល់កម្រិតមហាគ្រូចាប់ពីពេលនេះទៅជីវិតរបស់ខ្ញុំស៊ូធានគូគឺជារបស់អ្នកហើយខ្ញុំមិនខ្លាចឡើងភ្នំដាវចុះសមុទ្រភ្លើងឡើយបានពិភពមហាគ្រូឬមួយស៊ូធានហូស្រាប់តែខ្លាំងយ៉ាងនេះគឺដោយសារតែក្របភពដែលមើលមិនឃើញនេះហើយចាំបន្តិចមិញនេះក្លិនក្រអូបដែលចេញពីក្របភពនោះដូចជាការពីច្រើនឆ្នាំមុនថ្នាំទឹកដែលលោកគ្រូខ្ញុំបានប្រទានឲ្យខ្ញុំដូចគ្នាទៅនឹងថ្នាំស៊ីវីនោះដែរគាត់ត្រកូលីគាត់គ្មានគូប្រៀបអាហែងខ្ញុំគួរតែគិតឃើញតាំងពីយូរហើយឥឡូវនេះអ្នកនៅតែចង់សម្លាប់ខ្ញុំទៀតឬលោកម្ចាស់ក្មេង10ឆ្នាំហើយកូនចៅទីបំផុតបានរងចាំលោកម្ចាស់ក្មេងចុះពីភ្នំហើយលីយៀនកុំថ្ងៃនេះលីយ៉នយ៉ាងម៉េចហើយព្រះអង្គគុំចាស់យាងមកហើយសៀងហើយដឹកនាំក្រុមដោយផ្ទាល់អស់10ឆ្នាំលីយ៉នពីមុនធ្លាប់ភ័យខ្លាចគាត់ខ្លាំងណាស់មិនកើតទេបងស្រីខ្ញុំទៅដែរគាត់ជាគូដណ្ដឹងរបស់ខ្ញុំមិនមែនត្រូវរៀបចំឲ្យគាត់ទេនេះជាក្របរកែកក្តៅលីលៀនអ្នកមិនអីទេពួកឈីងប៉ាងមិនបានធ្វើអ្វីអ្នកទេអត់ទេខ្ញុំសុខសប្បាយគ្មានរឿងអីទេបែរមុខទៅឆ្នេរមនុស្សទៅណាពួកគេទៅបាត់ហើយក៏ទុកចោលឲ្យអ្នកធ្វើម្ហូបញ៉ាំនេះជាសំណង1000លានពីសៀងហៃតាមពិតគាត់មានបំណងមកសុំទោសអ្នករាល់គ្នាដោយផ្ទាល់តែគាត់មានការបន្តិចបន្តួចក៏ទៅបាត់តែគាត់ថាថ្ងៃក្រោយនឹងមកសុំទោសដល់ផ្ទះដោយផ្ទាល់វាសនាពិតជាលេងសើចនឹងមនុស្សមែនលើកនេះស៊ឺជាងហៃបានបង្ក្រាបត្រកូលស៊ូខ្លាំងណាស់តាមពិតគាត់មានបំណងវាលុបបំផ្លាញចោលតែម្ដងតែគាត់ជាមនុស្សចាស់ពិបាកនឹងធ្វើអ្វីគាត់ពិតជាពិបាកនឹងធ្វើអ្វីគាត់មែនជឿអ្នកងាប់ហើយនេះសៀងហៃតែងតែជាមនុស្សដែលសងសឹកគ្រប់រឿងគាត់មិនបានឲ្យយើងសងសំណងគឺសំណាងណាស់ទៅហើយមិនក៏អាចឲ្យសំណងយើងវិញទៅកើតល្អខ្ញុំដឹងហើយបងស្រីមានរឿងអីមិនមែនពួកឈីងប៉ាងវីប្រហារក្រុមហ៊ុនទេ
ពួកឈីងប៉ាងមិនត្រឹមតែមិនបានវាយប្រហារក្រុមហ៊ុនទេផ្ទុយទៅវិញបញ្ជាហាមឃាត់ដែលបានដាក់លើក្រុមហ៊ុនស៊ូពីមុនត្រូវបានលុបចោលទាំងអស់ថែមទាំងបានផ្ដល់ការបញ្ជាទិញរាប់សិបពាន់លានដល់ក្រុមហ៊ុនស៊ូទៀតផងថាចង់សហការរយៈពេលវែងទៅថ្ងៃមុខនេះមិនក៏អាចទៅរួចលីយ៉នគាត់ជាអ្នកណាឲ្យប្រកាសនេះសៀងហៃគឺជានៅជាមនុស្សដែលធ្វើឲ្យត្រកូលអ្នកមានទាំងអស់ភ័យខ្លាចពេលលើឈ្មោះមិនក៏គាត់ខ្លាចលីយ៉នដល់ថ្នាក់នេះអូយមិនល្អហើយត្រកូលហឺបានចេញផលិតផលគ្រឿងសម្អាងថ្មីមួយតែមានប្រសិទ្ធភាពខ្លាំងជាងផលិតផលក្រុមហ៊ុនយើងរាប់រយដងម្យ៉ាងទៀតក្រុមហ៊ុនត្រកូលហឺដោយមានទំហំធំបែបនេះកំពុងតែឈ្លានពានទីផ្សារគ្រឿងសម្អាងរបស់យើងក្រុមហ៊ុនគាត់គង់លំដាប់ទី1និងទី2ជាច្រើនក៏បានបដូរទៅរកពួកគេដែរពួកគេគ្រួសារយើងចិត្តអីគេបងស្រីអ្នកមិនទាន់គិតរកវិធីទប់ទល់នឹងក្រុមលីងរ៉េនបានទេមិនក៏អីចឹងទៅវិញខ្ញុំគិតឃើញហើយតែខ្ញុំមិននឹកស្មានថាអ្វីដែលគាត់ប្រើមិនមែនជារបស់បណ្ឌិតលីពីគ្រួសារយើងទេតែជាប្រភេទថ្មីហាងឈីវូវេហ្គើអត់ទេផ្ទុយទៅវិញក្នុងនេះមានថ្នាំតម្លៃថោកពីរមុខទៀតនេះជាទឹកកកស្បែកស្អាតដែលខ្ញុំឲ្យអ្នកទឹកកកស្បែកស្អាតអីគេលោកតាមួយរយៈមុនបណ្ឌិតលីពីក្រុមហ៊ុនយើងត្រូវបានលោកគឺសាវជីវយកទៅបាត់ហើយក៏បានយកតាមរូបមន្តស្រាវជ្រាវមួយរបស់ក្រុមហ៊ុនយើងទៅជាមួយកូនក៏ឃើញគេប្រញាប់ប្រញាល់ក៏មានចិត្តល្អក៏បានឲ្យរូបមន្តថ្មីមួយទៅគាត់តែហ្វីយ៉ានរូបមន្តនេះមិនក៏ទៅនៅក្នុងដៃគ្រួសារហឺទៅវិញខ្ញុំពេលនោះគ្រាន់តែគិតថាជាក្រដាស់អត់ប្រយោជន៍ខ្ញុំក៏បោះចោលទៅកូនឯងនេះធ្វើការមិនបានការបែរជាបំផ្លាញទៅវិញមិនក៏ខ្ញុំមានចៅស្រីដូចកូនឯងទៅវិញលោកតាចុះលោកតាមិនក៏ប្រកាសថាគាត់ពាក់ព័ន្ធនឹងផលិតផលនេះខ្ញុំថាគាត់គ្រាន់តែចង់លើកមុខខ្លួនឯងទេដើម្បីឲ្យគេចាប់អារម្មណ៍អូយលោកហ៊ឺសាំងស៊ូអ្នកមកធ្វើអីពិតណាស់គឺមកជួយសង្គ្រោះគ្រួសារស៊ូរបស់អ្នកលោកតាស៊ូមនុស្សឆ្លាតមិននិយាយលាក់លៀមទេឥឡូវនេះនៅជាងឆាងសឹងជាវអ្នកណាខ្លះមិនដឹងថាគ្រួសារហ៊ឺរបស់ខ្ញុំកំពុងរីកចម្រើនខ្លាំងចំណែកគ្រួសារស៊ូរបស់អ្នកបានធ្លាក់ចុះហើយអ្នកចង់និយាយអីកញ្ញាយូយ៉ានទុនភ្លុនសុភាពរៀបសារជាភរិយាល្អបំផុតឲ្យតែនាងព្រមរៀបការជាមួយខ្ញុំគ្រួសារហ៊ឺរបស់ខ្ញុំអាចជួយគ្រួសារស៊ូរបស់អ្នកជួយអ្នកឲ្យឆ្លងផុតវិបត្តិមិនដល់មួយខែផងក្រុមហ៊ុនស៊ូនឹងត្រូវបដូរត្រកូលទៅជាហ៊ឺហើយដល់ពេលនោះមិនថាស៊ូស៊ីឬនារីស្រស់ស្អាតនោះទេគឺជារបស់ខ្ញុំទាំងអស់ចំណែកឯងបើពុកឯងមានលុយហើយខ្លាចអីលេងមិនឲ្យឯងស្លាប់អ្នកយកសប្បុរសហើយកុំតន់ឲ្យបដិសេធលឿនពេកអីបងស្រីហ៊ឺរបស់ខ្ញុំមិនមែនជាបងស្រីហ៊ឺពីមុនទៀតទេលោកតាមិញនេះខាងអ្នកគ្រប់គ្រងបាននិយាយថាពួកគេបដិសេធមិនសហការជាមួយខ្ញុំទេហើយថែមទាំងនិយាយថាពួកគេបានបដូរទៅចូលរួមជាមួយក្រុមហ៊ុនលីរុនរួចហើយពាក្យហ៊ុនរបស់ក្រុមហ៊ុនស៊ូស៊ីបានធ្លាក់ចុះម្ដងហើយម្ដងទៀតបានធ្លាក់ចុះបាត់ទៅហើយកុំបារម្ភអីចាប់យកទៅលោកតាឥឡូវនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះរឿងល្អនៅមាននៅពីក្រោយទៀតក្រុមហ៊ុនស៊ូស៊ីគឺជាកម្លាំងកាយចិត្តរបស់លោកតាអស់មួយជីវិតបើក្រុមហ៊ុនបាត់បង់ទៅលោកតាប្រហែលជាលីសាវជាអ្នកនិយាយពិតឬអត់ឲ្យតែខ្ញុំគឺចៅជារត់ទៅណាភ្លេចជឿហើយមែនទេមិនក៏រត់ហត់ស្លាប់ខ្ញុំហើយមិនជឿទៅអ្នកចង់ស្លាប់ហើយកុំមកអេងអាងជាមួយខ្ញុំឥឡូវនេះអាចច្របាច់ខ្លួនអ្នកឲ្យស្លាប់បានដូចជាច្របាច់កស្រមោចមួយក្បាលអីចឹងជឿអត់ខ្ញុំនឹងធ្វើឲ្យអ្នកការពារវារហូតដល់វាស្លាប់ហេខ្ញុំមិនជឿទេអ្នកហ៊ានពីខ្ញុំរីកាទៅស្ដាប់ខ្ញុំឲ្យច្បាស់មុនពេលដែលខ្ញុំមិនទាន់សម្រេចចិត្តកាត់ជើងទី3របស់អ្នកចោលចេញទៅក្រោយពេលនេះបើហ៊ានមកបៀតបៀនខ្ញុំទៀតខ្ញុំនៅជញ្ជឹងនឹងធ្វើឲ្យគ្រួសារអ្នកទាំងមូលអ្នកស្ដាប់បានទេចេញទៅលីយៀនមិនក៏អ្នកវាគេទៀតហើយអ្នកភ្លេចហើយឬគេថាលើកមុនអ្នកក្រៅពីប្រាអំពើហិង្សាដោះស្រាយបញ្ហាអ្នកចេះធ្វើអ្វីទៀតឈប់និយាយ
យន្តយានអ្នកក៏បានឃើញហើយថាត្រកូលឬកំពុងតែមកយ៉ាងគំហុកហើយលើកនេះអ្វីដែលពួកគេប្រើប្រាស់ទំនងជារូបមន្តដែលលេចធ្លីចេញពីស៊ីវយាននោះហើយអូយមើលទៅត្រកូលស៊ូរបស់យើងលើកនេះពិតជាដល់ដំណាក់កាលរួងរស់ស្លាប់ហើយយន្តយានឥឡូវនេះយើងគួរធ្វើដូចម្តេចយន្តយានការពិតជាមួយលោកតាអ្នកមានអារម្មណ៍យ៉ាងណាពិតប្រាកដចំពោះលោកលីខ្ញុំលោកលីគាត់ល្អណាស់លោកតាស៊ូខ្ញុំដឹងថាអ្នកចង់ឲ្យបងស្រីយានបានល្អមិនចង់ឲ្យគាត់ធ្លាក់ក្នុងគ្រោះថ្នាក់ទេប៉ុន្តែអ្នកកុំបារម្ភអីបងលីយានល្អចំពោះខ្ញុំណាស់រឿងអតីតកាលនឹងមិនធ្វើឲ្យគាត់យូរយានខ្ញុំព្រមយ៉នអ្នកព្រមរៀបការជាមួយខ្ញុំទេអត់ទេបងរឿងនេះជាកំហុសដែលខ្ញុំបានបង្កខ្ញុំនឹងដោះស្រាយវាខ្ញុំនឹងមិនឲ្យវាប៉ះពាល់សុភមង្គលរបស់អ្នកជាដាច់ខាតបើអ្នកខុសហើយការបានរៀបការជាមួយលោកលីទើបជាសុភមង្គលពិតប្រាកដតាំងពីតូចដល់ធំមិនថាខ្ញុំធ្វើអ្វីទេខ្ញុំតែងតែយល់ព្រមតាមអ្នកតែលើកនេះមិនបានទេនាងកញ្ញានេះក្នុងកាតនេះមាន50លានសូមអ្នកជួយដោះស្រាយឲ្យខ្ញុំផងក្រោយមកទៀតមាន50លានទៀតជីវិតដែលពាក់ព័ន្ធមានតម្លៃ100លានតែចំនួននេះខ្ញុំទទួលហើយអរគុណច្រើនណាស់ស៊ីវឈៀនខ្ញុំរងចាំដំណឹងល្អពីអ្នកអាឡូលោកម្ចាស់កំឡោះខ្ញុំយូរឿងរបស់អ្នកប៉ាខ្ញុំបានប្រាប់ខ្ញុំអស់ហើយខ្ញុំចង់អញ្ជើញអ្នកទៅញ៉ាំបាយដើម្បីសុំទោសអ្នកដោយផ្ទាល់ចំពោះរឿងលើកមុនតើអ្នកទំនេរទេខ្ញុំធំដឹងក្តីប៉ុណ្ណេះហើយទើបតែលើកទី1ទេដែលគេមកលេងសើចជាមួយខ្ញុំបែបនេះស៊ីវធៀនហ៊ូទើបតែប្រាប់ហើយសៅជាបានយកអំណោយធំទៅផ្ទះវីឡារបស់គ្រួសារនេះរបស់អ្នកក៏ទូរស័ព្ទណាត់ខ្ញុំភ្លាមនេះយូខ្ញុំចង់ដឹងថាអ្នកចង់លេងល្បិចអ្វីលោកម្ចាស់កំឡោះខ្ញុំហៅអ្នកមកយកជ្រៅបែបនេះអ្នកប្រហែលជាមិនប្រកាន់ទេផឹកមួយកែវទៅលោកម្ចាស់កំឡោះយប់នេះខ្ញុំស្អាតទេបើខ្ញុំវាយអ្នកមិនឈ្នះទេអញ្ចឹងខ្ញុំនឹងដេកបងសង្ហាអ្នកធ្វើអីធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលអស់ប្រយោគនេះគួរតែខ្ញុំជាអ្នកសួរអ្នកវិញទេកាលពីមុនខ្ញុំបានដោះលែងឪពុកម្ដាយអ្នកទាំងពីរតែឥឡូវហេតុអ្វីបានជាអ្នកជួយខ្ញុំសៅជេមកសម្រាប់ខ្ញុំសម្រាប់អ្នកលោកម្ចាស់កំឡោះអ្នកកំពុងនិយាយអ្វីខ្ញុំស្ដាប់មិនយល់ទេគឺសៅជេគាត់បានឲ្យលុយខ្ញុំមែនតែខ្ញុំមិនបានផ្ទេរឲ្យអ្នកវិញទេពីខ្មោចឆៅអ្នកចង់ឬអត់អ្វីដែលអ្នកនិយាយគឺពិតមែនខ្ញុំពិតជាយល់ច្រឡំគាត់មែនអ្នកខាត់ហើយអីយ៉ាម្ចាស់ក្មេងអ្នកទើបតែធ្វើឲ្យខ្ញុំភ័យខ្លាចណាស់ឆាប់ជួយម៉ាសាឲ្យខ្ញុំបន្តិចមកបងស្រីខ្ញុំមិនបានប្រាប់ទេរឿងរបស់ត្រកូលហូខ្ញុំនឹងដោះស្រាយវាអ្នកមកធ្វើអ្វី3ថ្ងៃហើយពាក្យហ៊ុនត្រកូលស៊ូធ្លាក់ចុះជាបន្តបន្ទាប់ម្ចាស់ពាក្យហ៊ុននាំគ្នាដកទុនថ្ងៃនេះត្រកូលហូក៏បានរៀបចំសន្និសីទសារព័ត៌មានយុទ្ធសាស្ត្រជាសកលពួកគេបានបង្គ្រឿងខ្ញុំដោយចេតនានេះគឺជាការញុះញង់និងបង្ហាញអំណាចមកលើពួកយើងអរគុណបងស្រីខ្ញុំមិននឹងទ្រាំឲ្យបងរ៉ាប់រងសម្ពាធតែម្នាក់ឯងបានតែមិនអីទេគ្រាន់តែហូរសៅជាវម្នាក់តូចតាចប៉ុណ្ណោះមិនអាចបង្កបញ្ហាធំដុំបានទេពួកគេធ្វើបែបនេះគឺគ្រាន់តែបំផ្លាញខ្លួនឯងប៉ុណ្ណោះកូនស្រីអ្នកមកហើយអ្នករកឃើញវិធីហើយនៅបងស្រីហេតុអ្វីអ្នកនៅតែជឿគាត់ទៀតពួកយើងគ្មានវិធីអ្វីទាំងអស់គាត់ជាអ្នកស្រែតើអាចមានវិធីអ្វីទៅបើគាត់ពិតជាមានវិធីមែនក៏មិនបាត់មុខ3ថ្ងៃជាប់គ្នាអីចឹងទេ
Nè, côngប្រាប់ថាអ្នកពិតជាចង់ឲ្យបងស្រីខ្ញុំរៀបការជាមួយអ្នកដែរខ្ញុំប្រាប់អ្នកកុំសង្ឃឹមខ្ញុំបានធ្លាក់ចូលរណ្ដៅភ្លើងហើយខ្ញុំពិតជាមិនឲ្យបងស្រីខ្ញុំធ្លាក់ចូលរណ្ដៅភ្លើងដែរទេ បានចាំបន្តិចទៀតអ្នកនឹងដឹងហើយចូលទៅ ចាំមើលអ្នកមានវិធីអ្វីដោះស្រាយវិបត្តិលោកនេះទៅ មានរឿងអីអ្នកនាងអ៊ីហេតុអ្វីក៏មិនទាន់ទូចនិយាយរឿងនេះឬមួយក៏ជាមនុស្ស17នាក់ចាំបន្តិចទៀតខ្ញុំនឹងទូរស័ព្ទសួរ បងស្រីអ្នកឃើញហើយមែនទេគាត់កំពុងលេងហ្គេមមើលទៅដូចជាមនុស្សអាចដោះស្រាយបញ្ហាបានមែនទេស្ងប់ស្ងាត់បន្តិចខ្ញុំជឿគាត់ អស់លោកស្រីថ្ងៃនេះក្រៅពីជាក្រុមហ៊ុន Hunter Group របស់យើងការប្រកាសយុទ្ធសាស្ត្រសកលនិងការអបអរសាទរផលិតផលថ្មីរបស់គ្រួសារយើងលក់ដាច់ខ្ញុំក៏មានដំណឹងល្អមួយទៀតចង់ប្រកាសដែរខ្ញុំឮថាលោកតាស៊ូមានកូនស្រីម្នាក់បានភ្ជាប់ពាក្យជាមួយអ្នកខ្ញុំគិតថាភ័ព្វសំណាងបែបនេះអ្នកខ្លះប្រហែលជាមិនស័ក្តិសមទេបរិយាខ្ញុំគឺសាវជីវជាអ្នកទទួលវិញល្អជាងខ្ញុំធានាថានឹងធ្វើឲ្យគ្រួសារស៊ូខ្ញុំធានាថានឹងធ្វើឲ្យគ្រួសារស៊ូរុងរឿងឡើងវិញ គឺសាវជីវអ្នកគ្មានខ្មាស់ ខ្ញុំកំពុងបង្ហាញផ្លូវមួយផ្លូវមាសស្រីស្អាតទាំងពីរទទួលយកទៅឥឡូវនេះអ្នកគ្មានជំរឿផ្សេងទៀតទេគឺសាច់ជីវមានអីជាសាហាវភ្លេចឈឺហើយមែនទេមុខនេះមើលទៅមិនឈឺទៀតទេស្ងាត់ទៅភីងអានអ្នកកុំឆ្មើងឆ្មៃមនុស្សដែលខ្ញុំរកនឹងមកដល់ឆាប់នេះថ្ងៃនេះជាថ្ងៃស្លាប់របស់អ្នកហើយចាំខ្ញុំដោះស្រាយអ្នកសិនបងប្អូនស្រីទាំងពីរនៃត្រកូលស៊ូសុទ្ធតែជាខ្ញុំលេងសើចអ្នកហ៊ានវីខ្ញុំវីអ្នកហើយម៉េចសាក់មកជាមួយអង្គរៈរបស់អ្នកមើលអាមួយនេះចម្លែកណាស់មុនពេលនេះយូរមកដល់ខ្ញុំមិនអាចធ្លាក់ក្នុងអន្ទាក់គាត់បានទេអូយល្អណាស់ចាំមុខមាត់អ្នករាល់គ្នាលើនេះទៅចាំមើលបន្តិចទៀតកុំឲ្យអ្នករាល់គ្នាស្ដាយក្រោយឲ្យសោះភ្ញៀវកិត្តិយសទាំងអស់គ្នាថ្នាំបណ្ដុះសម្រស់ស្បែកទឹកកករបស់ក្រុមហ៊ុន Hunter យើងនឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រទីផ្សារគ្រឿងសម្អាងទាំងស្រុងវាមិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេថែមទាំងមានតម្លៃសមរម្យទៀតផងហើយយើងក៏បានអញ្ជើញកញ្ញាយ៉ាងឈៀនដែលជាទេពធីតាជាតិមកធ្វើជាអ្នកតំណាងម៉ាកយីហោស្កររបស់យើងអូយយ៉ាប់ហើយយ៉ាងឈៀនថ្នាំបណ្ដុះសម្រស់ស្បែកទឹកកករបស់ត្រកូលហ៊ឺនេះតាមឡើយក៏បានបើកទីផ្សារយ៉ាងលឿនរួចទៅហើយឥឡូវនេះបែរជារកបានយ៉ាងឈៀនមកធ្វើជាអ្នកតំណាងទៀតសម្រាប់ត្រកូលស៊ូយើងគឺកាន់តែយ៉ាប់ទៅទៀតហើយយ៉ាងឈៀនឈ្មោះនេះមិនក៏ធ្លាប់រំលេះបន្ទាប់មកទៀតសូមអញ្ជើញអ្នកតំណាងម៉ាកយីហោរបស់យើងកញ្ញាយ៉ាងឈៀនឡើងឆាកដោយភាពលេចធ្លោឥឡូវនេះត្រកូលហ៊ឺនឹងហោះឡើងខ្ពស់ហើយគឺគាត់អូយបើដឹងមុនខ្ញុំមិនជួយគាត់កាលនឹងទេមូលហេតុដែលយើងមិនព្រមសម្របសម្រួលគឺគ្រាន់តែស្រមៃថាថ្ងៃណាមួយអាចផ្លាស់ប្ដូរស្ថានភាពបានតែអ្នករាល់គ្នាគិតថាឥឡូវនេះអ្នករាល់គ្នាមានឱកាសផ្លាស់ប្ដូរស្ថានភាពទៀតទេខ្ញុំរីករាយណាស់ដែលបានសហការជាមួយក្រុមហ៊ុនលីរិនលើកនេះថ្នាំបណ្ដុះសម្រស់ស្បែកទឹកកកពិតជាកម្រោកបានមែនលោកលីពិតជាអ្នកមែន
លោកលីពិតជាអ្នកមែនលោកលីខ្ញុំមិននឹកស្មានថាបានជួបអ្នកទៀតទេអរគុណអ្នកសម្រាប់រឿងលើកមុនខ្ញុំបានស្ដាប់អ្នកហើយបោះចោលខ្សែដៃនោះហើយបន្ទាប់ពីបោះចោលក្មួយប្រុសខ្ញុំក៏លែងឈឺទៀតហើយអ្នកពិតជាអស្ចារ្យណាស់តោះខ្ញុំនឹងចាត់ការបាយល្ងាចជូនអ្នក លីយ៉នអាអ្នកស្រីនេះបែរជាស្គាល់យ៉ាងឈានសោះ ទំនាក់ទំនងអ្នកទាំងពីរហាក់ដូចជាមិនធម្មតាទេលោកលីពិតជាពូកែណាស់គាត់តែងតែផ្ដល់ភាពភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់អ្នកដទៃអីយ៉ាបងស្រីឥឡូវនេះយើងកំពុងប្រជុំសារព័ត៌មានណា ខ្ញុំសូមទោសលោកអគ្គនាយកហឺការខាត់បងទាំងអស់នៅថ្ងៃដំបូងខ្ញុំទទួលខុសត្រូវ ខ្ញុំយ៉ាងឈានទទួលខុសត្រូវតែម្នាក់ឯង ទៅញ៉ាំបាយអង្គុយបងស្រីយ៉ាងហោ រឿងញ៉ាំបាយនេះទុកសិនទៅ តែខ្ញុំចង់សួរមួយថ្នាំគ្រាប់ប៊ីងជីជីវយាននេះអ្នកញ៉ាំវាជាប់រហូតមែនទេ មែនហើយលោកអគ្គនាយកគឺឲ្យខ្ញុំសាកល្បងគាត់ថាក្នុងនាមជាអ្នកតំណាងគឺចាំបាច់មានរឿងអីមិនឆ្ងល់ទេអ្នកនាងយ៉ាងសម្រស់ល្អឡើងច្រើនប៉ុណ្ណឹងគឺថាគាត់ក៏បានលេបថ្នាំគ្រាប់ប៊ីងជីយ៉ាងយៀនដែរសូម្បីតែតារាល្បីក៏មិនខ្លាចចុះយើងខ្លាចអីទៀតអីគេចាំបន្តិចទៀតខ្ញុំត្រូវតែទិញឲ្យបានច្រើនឈុត អីយ៉ាបញ្ហាខ្សែដៃនេះដោះស្រាយបានហើយតែបញ្ហាថ្មីថ្នាំគ្រាប់ប៊ីងជីយ៉ាងយៀននេះរូបមន្តរបស់វាជាប្រភេទខូចគុណភាពរីឯរូបមន្តពិតប្រាកដត្រូវបានគេលួចដូរហើយមនុស្សមួយចំនួនដើម្បីចំណេញថែមទាំងប្រើតម្លៃថោករួមទាំងថ្នាំនិងអស់ធាតុពុលមកជំនួសអស់ធាតុសំខាន់បើបន្តបែបនេះយូរទៅអ្នកទាំងអស់គ្នាអាចនឹងចុកខ្សោយការចងចាំថែមទាំងវិលមុខភ្នែកស្រវាំងអ្វីដែលសំខាន់បំផុតនោះគឺមិនដល់15ថ្ងៃផងស្បែកនឹងរលួយ មិនឆ្ងល់ទេមួយរយៈនេះខ្ញុំតែងតែភ្លេចមុខភ្លេចក្រោយលោកលីអ្នកពិតជាត្រូវជួយខ្ញុំហើយ អ្នកបានលេបច្រើនពេកហើយប្រហែលជាថ្នាំបន្សាបដែលខ្ញុំសំមិនសូវមានប្រសិទ្ធភាពសម្រាប់អ្នកទេអញ្ចឹងចាំចប់រឿងនេះហើយខ្ញុំនឹងនាំអ្នកទៅព្យាបាលបន្តដើម្បីបណ្ដេញជាតិពុលចេញពីខ្លួនអ្នកតែអ្នកមិនអាចបន្តរួមដៃជាមួយគេបានទេមិនអាចបន្តធ្វើជាអ្នកតំណាងឲ្យជននេះទៀតទេ ការព្យាបាលបែបជ្រៀតជ្រែកមិនមែនចង់ឲ្យអ្នកនាងបាយក ុំស្ដាប់ពាក្យសម្ដីក្តេកក្តាស់របស់ជនបទនេះឲ្យសោះនេះជាការបង្កាច់បង្ខូចដោយចេតនាឆ្កែស្រុកបង្កាច់បង្ខូចដោយចេតនាតែត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ លោកលីជាគ្រូពេទ្យទឹកខ្ញុំជឿគាត់ ខ្ញុំតែមានរឿងអីឬមួយក្មេងនេះនិយាយការពិតរកការពិតជាលក់របស់ខ្លែងខ្លាយមែនធ្វើម៉េចទៅខ្ញុំនៅក្មេងណាស់នៅមិនទាន់ចង់ស្លាប់ទេការព្យាបាលចិត្តត្រូវហើយ ការព្យាបាលចិត្ត កញ្ញាឡាំងអ្នកកុំខ្លាចអីខ្ញុំនឹងជួយព្យាបាលចិត្តអ្នកឥឡូវនេះ អ្នកកំពុងធ្វើអីហ្នឹង ខ្ញុំមិនមែនមានន័យបែបនេះទេខ្ញុំ អ្នកពិតជាបានជាសះស្បើយមែនហើយក្បាលក៏លែងវិលមុខដែរលោកលីការថោករបស់អ្នកពិតជាអស្ចារ្យមែន អ្នកស្ដាប់ខ្ញុំពន្យល់វាមិនមែនដូចអ្នកគិតទេ មិនបាច់បញ្យល់ទេអ្នកបញ្យល់ស្អីគេអ្នកគ្មានប្រយោជន៍ទេទោះអ្នកនៅតែដើរលេងសប្បាយខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងប្រាប់លោកតា គឺអីចឹងសោះពួកអ្នកជាបាក់ពួកគ្នាឃើញគ្រូសាហឺរបស់ខ្ញុំកាន់តែអន់ទៅក៏រៀបចំរឿងនេះមកបង្ខូចគេខ្ញុំអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំកុំជឿពាក្យសម្ដីមិនពិតរបស់ពួកគេជាដាច់ខាតថ្នាំគ្រាប់បណ្ដុះសម្រស់ទឹកកកមានប្រសិទ្ធភាពជាក់ស្ដែងមិនក៏អាចជាថ្នាំខ្លាំងខ្លាយទៅកើត ខ្ញុំក៏មិនជឿថាថ្នាំគ្រាប់បណ្ដុះសម្រស់ទឹកកកជាថ្នាំខ្លាំងខ្លាយដែរពីមុនស្បែកខ្ញុំលឿងស្លេកស្នាមអុចខ្មៅពេញមុខសូម្បីប្តីនិងកូនប្រុសខ្ញុំពេលឃើញខ្ញុំក៏គេចវេសពីខ្ញុំដែរគឺថ្នាំគ្រាប់បណ្ដុះសម្រស់ទឹកកកនេះហើយដែលធ្វើឲ្យខ្ញុំរកឃើញទំនុកចិត្តជាស្ត្រីឡើងវិញ មិនជឿអ្នកនឹងមិនស្លាប់ដោយសុខសាន្តទេបងស្រីឲ្យបាយអញ្ចឹងពួកយើងទាំងពីរមិនដល់5នាទីផងអ្នកនឹងដូចកញ្ញាជីងអីចឹងដែរស្បែកនឹងរលួយ លីយ៉នគ្រប់គ្រាន់ហើយអ្នកមិនទាន់ដឹងទេថាអ្នកបានបង្កបញ្ហាធ្ងន់ធ្ងរហើយអ្នកពិតជាចង់ទាញគ្រូសាសួរឲ្យស្លាប់ជាមួយអ្នកទើបអ្នកសប្បាយចិត្តមែនទេនេះមិនក៏អាចទៅខ្ញុំពិតជាយល់ច្រឡំលីយ៉នមែនទេនេះមិនមែនជាការពិតទេលីចង់ប្រាប់ខ្ញុំយ៉ាងច្បាស់ថាពេលនិយាយដល់រឿងគឺមិនមានបញ្ហាអ្វីកើតឡើងទេ
លោកលីពួកយើងពិតជាមិនដឹងខុសត្រូវពួកយើងពិតជាមានភ្នែកតែមើលមិនឃើញសូមលោកជួយសង្គ្រោះពួកយើងផងហេចូលមកនេះហើយជាថ្នាំគ្រាប់បណ្ដុះសម្រាប់ទឹកកកលោកលីបានផលិតវាដោយផ្ទាល់ដើម្បីជួយសង្គ្រោះពួកអ្នកគាត់មិនបានបិទភ្នែកសោះអស់រយៈពេល3ថ្ងៃ3យប់តែពួកអ្នកបែរជាធ្វើបែបនេះទៅវិញ3ថ្ងៃ3យប់មិនបានបិទភ្នែកសោះអញ្ចឹង3ថ្ងៃ3យប់នេះគឺអ្នកពីដើមដល់ចប់គឺខ្ញុំខុសទាំងអស់ខ្ញុំមិនត្រឹមតែយកច្រឡំលីយ៉ុនទេខ្ញុំថែមទាំងយករបស់ដែលជាកម្មសិទ្ធិរបស់គ្រូសាស៊ូយើងហើយបោះចោលរូបមន្តសម្ងាត់របស់វិទ្យាស្ថានបណ្ដុះសម្រាប់ទៀតពួកវានឹងវាខ្ញុំថ្ងៃនេះអរគុណលោកលីដែលបានជួយជីវិតខ្ញុំសុទ្ធតែមកពីឯងជាសត្វតិរច្ឆានលក់ថ្នាំខ្លាំងៗធ្វើឲ្យពួកយើងស្ទើរតែបាត់បង់ជីវិតមិនបានទុកគាត់ទេមកដល់ហើយអ្នកគិតថាអ្នកឈ្នះហើយមែនទេប្រាប់អ្នកថាយកសពទៅទើបតែចំណាយ100លានឲ្យកញ្ញានេះរបស់ជីងបានសម្លាប់គាត់នឹងមកដល់ឆាប់នេះដល់ពេលនោះអញនឹងធ្វើឲ្យអញរស់ក៏មិនបានស្លាប់ក៏មិនបានកញ្ញាធំជីងបាំងនេះយូរមកដល់ហើយមិនដឹងថាមនុស្សមកដល់គឺចម្លែកឬអត់ទេកញ្ញារបស់អ្នកគឺគាត់មែនទេគាត់គឺលីយៀនសូមកញ្ញាធំជួយសម្លាប់គាត់ផងហេតុអ្វីបានជាខ្ញុំត្រូវជួយអ្នកសម្លាប់គាត់ខ្ញុំស្គាល់អ្នកទេកញ្ញាយីអ្នកកំពុងតែលេងសើចជាមួយខ្ញុំមែនទេខ្ញុំបានបង់ឲ្យអ្នក100លានហើយទើបតែពេលនេះខ្ញុំថែមទាំងឲ្យអ្នក50លានចុងក្រោយទៀតផងបានផ្ទេរទៅហើយអ្នកនិយាយពី50លាន100លានអីគេខ្ញុំមិនបានទទួលលុយរបស់អ្នកទេអ្នកមានភស្តុតាងទេខ្ញុំជាអ្នកជំនាញខាងបច្ចេកទេសខ្ញុំអ្នកនិយាយពីរឿងនេះមែនទេខ្ញុំក៏មិនដឹងថាហេតុអ្វីថ្ងៃនេះ250បានបែងចែកឲ្យខ្ញុំ2ដងត្រូវ100លានគត់ពួកគេសុទ្ធតែជាបាក់ពួកគ្នាតាមពិតជីងបាំងមិនបានវាយប្រហារគ្រូសាស៊ូជាប់គ្នាទេថែមទាំងសុខចិត្តសហការជាមួយគ្រូសាស៊ូក៏ដោយសារលីយៀនដែរកញ្ញាហឺអ្នកពិតជាក្លាហានណាស់ចំណាយលុយជួយមនុស្សជីងបាំងឲ្យសម្លាប់មេក្មេងជីងបាំងរបស់ខ្ញុំអ្នកមានប៉ុន្មានជីវិតនោះគឺមេក្មេងជីងបាំងចាប់គាត់ទៅហាមិននឹកស្មានដល់មែនទេខ្ញុំនៅមានល្បិចមួយទៀតទី2គឺជាឃាតករអន្តរជាតិដែលជាប់ចំណាត់ថ្នាក់កម្ពុជាទាំង10គូខ្មៅសអញ្ចឹងខ្ញុំមើលស្ថានភាពនេះខ្ញុំមិនគ្រាន់តែអ្នករត់ឲ្យលឿន120អ្នកមិនអាចឈ្នះពួកគេបានទេបងស្រីខ្ញុំសុំទោសលីយៀនបើចាំបាច់ត្រូវលះបង់នរណាម្នាក់អញ្ចឹងលះបង់ខ្ញុំទៅលីយ៉ុនបើមានជាតិក្រោយខ្ញុំនឹងកែប្រែកំហុសរបស់ខ្ញុំជាមិនខានកុំគិតចង់ធ្វើបាបលោកលីលោកម្ចាស់ក្មេងអ្នកទៅមុនទៅយីខ្ញុំនឹងរារាំងឲ្យអ្នកអ្នកស្រែនេះវាយ៉ាងម៉េចទៅហ៊ានលះបង់ជីវិតដើម្បីការពារវាទៀតចង់ស្លាប់ណាស់មែនទេអញនឹងសម្រេចបំណងពួកឯងទាំងខ្មៅសំបីអ្នកពួកស្រីទាំងនេះនឹងលីយ៉ុនត្រូវតែធ្លាក់នរកត្រឹមតែមនុស្សបែបនេះសោះហើយទាំងជាប់ចំណាត់ថ្នាក់កម្ពុជាទាំង10ក្នុងបញ្ជីឃាតករពិភពលោកទៀតក្រុមស្រីទាំងនោះបាក់បែកអស់មិនអាចទប់ទល់បានមួយដៃផងតើជាអ្នកណាឲ្យប្រកាសហូសាប់ជេអ្នកត្រូវបានសង្ស័យថាលក់ថ្នាំខ្លាំងខ្លាយនឹងចិត្តណាជួឃាតករសម្រាប់នេះជាដីកាចាប់ខ្លួនសូមអញ្ជើញទៅជាមួយពួកយើងលីយ៉ុនខ្ញុំសុំទោសអ្នកទាំងអស់គឺជាកំហុសរបស់ខ្ញុំសូមអភ័យទោសដល់អ្នកតើអ្នកអាចនៅជាមួយខ្ញុំបានទៀតទេខ្ញុំស្ពស់ខ្ញុំនឹងក្លាយជាភរិយាល្អម្នាក់នៅថ្ងៃមុខជាមិនខានពាក្យសម្ដីរបស់លោកតាយ៉ុនខ្ញុំពិតជាយកចិត្តទុកដាក់នៅតែបែបនេះទៀតបើអញ្ចឹងបរិះល្អដូចលោកលីខ្ញុំក៏ប្រកាសជាមិនអាចរំលងបានដែរលោកលីអ្នកបានជួយសង្គ្រោះខ្ញុំ2ដងហើយដូច្នេះខ្ញុំសូមប្រកាសថាចាប់ពីពេលនេះទៅខ្ញុំនឹងចាប់ផ្ដើមតាមស្រឡាញ់អ្នកជាផ្លូវការពួកអ្នកទាំងអស់គ្នាចង់ដណ្ដើមប្រុសពីខ្ញុំមែនទេលោកម្ចាស់ក្មេងឪពុកខ្ញុំបាននិយាយថាអ្នកមិនអាចបោះបង់ខ្ញុំបានទេណានារីទាំងអស់គ្នាសូមស្ងប់អារម្មណ៍បន្តិចទៅមានពាក្យមួយឃ្លាពោលថានៅលើโลกនេះមិនមែនមានតែមួយទេមិនចាំបាច់ទេតើអ្នកនៅតែមិនព្រមអភ័យទោសឲ្យខ្ញុំមែនទេ
មិនមែនទេខ្ញុំមិនមែនមានន័យបែបនោះ ខ្ញុំ ទេ គឺលីយុនតើអ្នកមិនចូលចិត្តខ្ញុំមែនទេបងយន់ខ្ញុំអាចរកលុយបានច្រើនជាងពួកគេទាំងអស់ទៅថ្ងៃមុខលុយដែលខ្ញុំរកបានខ្ញុំនឹងឲ្យអ្នកទាំងអស់បានទេសម្លាញ់ខ្ញុំអាចវាបានខ្លាំងជាងពួកគេខ្ញុំអាចការពារអ្នកបានតើអ្នកនឹងជ្រើសរើសខ្ញុំទេ យន្តហោះកុំរត់អ្នករត់មិនរួចពីដៃខ្ញុំទេ លីហើយសក់ជ្រុះសក់អង្គេសក់ប្រេងសក់បែកខ្លាញ់ដល់កយបងប្អូននៅចែកប៊ូហ្វេបានចេញជាមួយនឹងឈុតសាប៊ូកសក់នេះមកគឺថាផ្ទុះវាយរកការគ្រប់គ្រងខ្លាំងមែនតើដោយសារតែមុនចេញគឺខ្ញុំបានតេស្តទៅលើអតិជនរាប់រយនាក់ចម្រាញ់មហាកម្ពុជាចម្រាញ់បងប្អូនឃើញសក់ខ្ញុំស្អាតអញ្ចឹងមិនមែនតែខូចណាដាក់ពណ៌ខូចដូចគ្នាសក់ខ្ញុំមកមូកាប់គៀបឡើងលួយវល់ឲ្យបងប្អូនចាឥឡូវនេះគឺខ្ញុំបានរកឃើញជាមួយនឹងរូបបងប្អូនពិសេសសាប៊ូកសក់មាញ់100ដែលនាំចូលយកមកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាបងប្អូនលងស្នេហ៍ទាំងសម្រស់លងស្នេហ៍ទាំងគុណភាពតែម្ដងដាក់ចិត្តមកវាយជាមួយនឹងសាប៊ូសៀមតម្លៃក៏ធូរថ្លៃទៀតមួយដបត្រឹមតែ 22,000 រៀលតាកក់ហើយគឺបងប្អូនទទួលបានអារម្មណ៍ថា fresh ព្រោះក្លិនរបស់វាឡើងក៏អូបឈ្ងុយតែម្ដងអ្នកតេស្តអ្នកកក់អ្នកប្រើប្រាស់តកក់ហើយគឺស្រែកថាវ៉ាវគ្រប់គ្នាហ្មងគាត់ថាបងសាប៊ូគុណភាពល្អបែបនេះហេតុអីក៏បងលក់ក្នុងតម្លៃធូរថ្លៃបែបនេះដាក់ចិត្តមកលុបបំបត្តិសាប៊ូសៀមឲ្យបាត់ពីស្រុកខ្មែរនិយាយពីគុណភាពវិញវ៉ាដាច់ភឹមបើនិយាយពីពោពីក្លិនវិញបងប្អូនអើយក៏អូបក្លិនឈ្ងុយឈ្ងប់ជាពិសេសដើមសំខាន់លើការបំបត្តិអង្គេបំបត្តិសក់ជ្រុះនឹងតែម្ដងក្លិនឈ្ងុយពពុះច្រើនលាងសម្អាតឆ្អែតបានល្អបំបត្តិអង្គេបំបត្តិសក់ជ្រុះជាពិសេសនៅពេលដែលដាក់អប់ហើយបងប្អូនអើយដូចយើងបញ្ចូលវីតាមីនសេរ៉ូមសក់អញ្ចឹងនិយាយពីថាល្អហួសថ្លៃតែម្ដងបើនិយាយពីគុណភាពអត់សមជាមួយនឹងតម្លៃទេប៉ុន្តែខ្ញុំនៅតែលក់តម្លៃធូរថ្លៃដើម្បីឲ្យបងប្អូនប្រជាជនខ្មែរទូទាំងប្រទេសគាត់បានប្រើប្រាស់ជាមួយនឹងសាប៊ូកូនខ្មែរដែលមានតម្លៃធូរថ្លៃហើយគុណភាពខ្ពស់ជាងសាប៊ូសៀមមើលឲ្យតែបងប្អូនក៏ឲ្យអត់គៀបទេឡើងអាលាស់ហ្មងនិយាយពីកូនសក់ដោះដូចដាក់ជីតែម្ដងឈុតសាប៊ូកូនសក់ម៉ៃ100បងប្អូនអត់ពិបាកដើររត់ទិញទេបងប្អូនអាចធ្វើការដើររត់ទិញបានគ្រប់ផ្សារទូទាំង25ខែក្រុងគ្រប់កន្លែងលក់គ្រឿងកោធំៗគឺមានលក់ទាំងអស់ឬក៏អាចឆាតមក page CEO ផ្ទាល់